ពួកចៅថាទេឯងនៅធ្វើការអញនៅកំចាញ់ទៅណាតម្លាក់ក៏បែកវិញណាវាឆាក់ទ្វាវាបែកគ្នាវាទៅវាចេញរត់អត្តតែអញ្ចឹងបើថារឿងនេះរឿងធំណារឿងចោលគឺធំជាងរឿងព្រំដែនទៀតចាំបានហ៊ុនសែនមានរឿងពីរម្ដងទៀតណាត្រូវនិយាយឲ្យខ្មែរណាស្ទើរតែអង្វរហ៊ុនសែនថាបើហ៊ុនសែនឯងណាស្រឡាញ់ជាតិតែបន្តិចណាបើហ៊ុនសែនឯងអាណិតខ្មែរតែបន្តិចណាហ៊ុនសែនឯងចោះចេញទៅដើម្បីឲ្យខ្មែរមានតំណាងដែលស័ក្តិសមអនុវត្តសូមឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសអានឹងរឿងហ៊ុនសែនឯងអត់ចង់បានកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកអនុវត្តនឹងរឿងផ្ទាល់ខ្លួនទេប៉ុន្តែបើអាណិតខ្មែរណាសូមឲ្យគេអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅហ៊ុនសែនមិនចង់ហ៊ុនសែនឯងចេញទៅណាទៅប៉ុន្តែឲ្យមានរដ្ឋាភិបាលឲ្យមានតំណាងប្រទេសកម្ពុជាសូមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងរួចខ្លួនមួយហើយរួចខ្លួនទី2ហ៊ុនសែនឯងចោះចេញទៅបើហ៊ុនសែនឯងនៅកាន់អំណាចណាគេមើលឃើញថាស្រុកខ្មែរជាស្រុកចោលដឹកនាំដោយចោលអត់មាននរណាមកជួយចោលទេហើយយើងចង់ឲ្យបរទេសអន្តរជាតិមកជួយយើងប៉ុន្តែគេអត់មកទេព្រោះមកជួយយើងដូចជួយចោលព្រោះមកជួយហ៊ុនសែនឯងឲ្យហ៊ុនសែនឯងកាន់អំណាចតទៀតហ្នឹងអញ្ចឹងគេអត់មកទេអញ្ចឹងខ្ញុំនិយាយបញ្ចប់ទៅណាស្ទើរតែអង្វរហ៊ុនសែននិយាយមែនទេគាត់អាណិតខ្មែរស្រឡាញ់ជាតិតែបន្តិចណាគាត់ត្រូវដកខ្លួនហើយឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យគេមកជួយខ្មែរដោយមិនមកជួយចោលមិនមកធ្វើការមកការពារបន្តជីវិតនយោបាយឲ្យចោលដឹកនាំប្រទេសចូលដៃជាមួយអាចៅម៉ាហ្វៀឲ្យវាធ្វើឲ្យបានតាមចិត្តដូចវាធ្វើ4 5 4 10ឆ្នាំចុងក្រោយអញ្ចឹងសូមឲ្យសម្លេងខ្ញុំនេះណាបានលឺទៅដល់ស្រុកខ្មែរគឺអ្នកនៅចិត្តស្និទ្ធជាមួយហ៊ុនសែនសូមឲ្យអង្វរហ៊ុនសែនទៅថាយើងអត់បានស្រុកឯខ្មែរយើងខ្ទេចហើយបើហ៊ុនសែននៅកាន់អំណាចសូមឲ្យហ៊ុនសែនចុះចេញទៅណាទៅប៉ុន្តែដើម្បីឲ្យខ្មែរបានស្រុកតើត្រូវមានអ្នកដឹកនាំដែលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្នើអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយផ្ដាច់ចំណងជាមួយចៅកុំឲ្យថារដ្ឋាភិបាលខ្មែរជារដ្ឋាភិបាលចៅដោយសពថ្ងៃសូមអរគុណបាទចាសូមគោរពជំរាបសួរលោកស្រីអ្នកនាងកញ្ញាទីមេត្រីនាងខ្ញុំជនលក្ខណៈពីប្រទេសជប៉ុនសូមជូនកម្មវិធីផ្សាយនាថ្ងៃអង្គារ300ខែបោះឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី6ខែមករាឆ្នាំ2026យើងមានថេរវិរិយផ្សាយគឺរយៈពេល1ម៉ោងហើយយើងផ្សាយរៀងរាល់ថ្ងៃច័ន្ទថ្ងៃអង្គារពុទ្ធហើយយើងផ្សាយនៅម៉ោង6និងដល់ម៉ោង7ម៉ោងនៅប្រទេសកម្ពុជាក្នុងថ្ងៃនេះដែរនាងខ្ញុំមានកិត្តិយសធ្វើជាអ្នកសម្រាប់សម្រួលក្នុងប្រធានបទកម្ពុជាគួរតែយកករណីថៃបំពេញឆ្លៀនពៀនកម្ពុជាប្រឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយវិក្កាមកិត្តិយសយើងនារីត្រីនេះមាន3រូបទី1គឺលោកសានសម័យមកពីប្រទេសកូរ៉េខាងត្បូងទី2គឺលោកសោមសុជាតិមកពីប្រទេសជប៉ុនទី3គឺលោកកុយសម្បូរមកពីប្រទេសជប៉ុនចាសូមគ្រប់ជំរាបសួរវិក្កាមទាំង3រូបចាសូមជម្រាបសួរបងប្អូនយើងទាំងអស់គ្នាផងដែរហើយលក្ខណៈផងដែរសុខសប្បាយជាធម្មតាទេបាទចាចុះបងសុជាតិជំរាបសួរខ្ញុំសុជាតិពីជប៉ុនទៅហើយខ្ញុំសុខសប្បាយទេហើយជំរាបសួរលោកសាន់សម័យហើយនឹងជួបជាតិផងបាទជំរាបសួរលោកសម្បូរផងបាទអរគុណច្រើនចាចាលោកសម្បូរសុខទុក្ខយ៉ាងណាដែរចាបាទជាការនេះក៏សូមអរគុណទៅដល់នេះគ្មិនក៏ដូចជាអ្នកសម្រាប់សម្រួលដូចជាជនរួមជាតិទាំងអស់ខ្ញុំបាទសុខសប្បាយអរគុណចាលោកស្រីនាងកញ្ញាដែលកំពុងតាមដានเพจនារីត្រីនេះគឺក្នុងរាត្រីនេះវាគ្មិនរបស់យើងមានចំនួន3រូបលោកនឹងមកបកស្រាយទាក់ទងប្រធានបទថាកម្ពុជាទុកករណីដែលថៃឈ្លានពាននេះដល់ពេលណាទៀតហើយនៅតែបន្តចរចាទ្វេភាគីដល់ពេលណាទៀតខណៈដែលកម្ពុជាខ្សោយគ្រប់បែបយ៉ាងទាំងអស់ទាំងសេដ្ឋកិច្ចទាំងធនធានទាំងខាងវិស័យទ័ពទាំងខាងសារព័ត៌មានជាដើមហើយទាំងដែលកម្ពុជាកំពុងតែរងភាពអាម៉ាស់ពីអំពើពុករលួយក៏ដូចជា Cyber Crime ដែលអន្តរជាតិកំពុងតែដាក់ទណ្ឌកម្មមកកម្ពុជាអញ្ចឹងកម្ពុជាពិតណាស់ថាគ្មានអ្នកណាអាចលូកដៃជួយមកកម្ពុជាបានទេពេលដែលថៃបំពេញយ៉ាងដូចនេះអញ្ចឹងតើកម្ពុជាគួរតែយកករណីនេះប្តឹងទៅតុលាការអន្តរជាតិក៏ដូចជាឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលាដែរទេហើយសូមវាគ្មិនយើងមានចំណាប់អារម្មណ៍យ៉ាងណាដែរទាក់ទងប្រធានបទយើងនារីត្រីនេះអញ្ចឹងសូមអញ្ជើញបងសានសម័យមុនចាបាទអរគុណណាស់លក្ខណៈចំពោះការចំណាប់អារម្មណ៍របស់ខ្ញុំពួកកន្លងមកយើងក៏ធ្លាប់ពិនិត្យមើលរាល់សកម្មភាពដែលសង្គ្រាមថៃតាំងពីខែ7រហូតមកដល់ខែ12នេះគឺយើងមាន2លើកហ្នឹងហើយក្នុងឆ្នាំ2025ហើយ2លើកនេះយើងក៏សង្កេតឃើញថាកម្ពុជាយើងក៏បានវាស់សមត្ថភាពនៃការធ្វើសង្គ្រាមផងដែរបាទការធ្វើសង្គ្រាមរបស់យើងគឺទទួលបានការបរាជ័យហើយយើងមិនមានន័យថាយើងនិយាយនេះមិនមានន័យថាយើងបំបត្តិទឹកចិត្តកងទ័ពទេប៉ុន្តែសង្គ្រាមរបស់យើងគឺវាបង្ហាញពីការគ្រប់គ្រងឬក៏ការរៀបចំយុទ្ធោបករណ៍ដែលត្រូវធ្វើសង្គ្រាមនេះគឺយើងមានកម្រិតទាបបំផុតហាក់បីដូចបើយើងប្រៀបទៅនឹងប្រទេសថៃវិញពេលដូចមេហើយនឹងដីអញ្ចឹងហើយរដ្ឋាភិបាលក្រុងភ្នំពេញគួរណាស់តែពន្លឿននៃការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងគួរណាស់តែសាររើឡើងវិញនៅពាក្យនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស21ដុល្លារ20បាទខែ10 21ដុល្លារនេះគឺ23ដុល្លារសុទ្ធ23ដុល្លារហ្នឹងដើម្បីសាររើឡើងវិញនៅកិច្ចព្រមព្រៀងទាំងឡាយណាដែលគ្រប់ភាគីពាក់ព័ន្ធដែលត្រូវធានាពីសន្តិសុខសុវត្ថិភាព
មកលើកម្ពុជាបាទហើយក៏យើងឃើញស្រាប់ហើយការដែលធ្វើសង្គ្រាមនេះគឺយើងទទួលបានការខូចខាតណាការប្រមាថមើលងាយពីប្រទេសថៃជាក់ស្ដែងយើងឃើញស្រាប់ហើយការបាញ់កំទេចបេតិកភណ្ឌជាតិមានប្រាសាទតំមន់តូចតំមន់ធំប្រាសាទតាកបីប្រាសាទតាខ្នាណានិងប្រាសាទព្រះវិហារផងដែរនេះសូមបញ្ជាក់ថាគេប្រមាថមើលងាយយើងហ្នឹងហើយខ្ញុំសូមចំណាប់អារម្មណ៍ប៉ុណ្ណេះសិនសូមជូនទៅវាគ្មិនផងបាទហ្នឹងហើយ ចាអរគុណណាបងសានសម័យចុះបងសុជាតិមានចំណាប់អារម្មណ៍បន្ថែមពីលើបងសានសម័យយ៉ាងណាដែរចា បាទអរគុណច្រើនចំពោះអ្នកស្រីលក្ខិណាហើយដែលបានសួរមកកាន់រូបខ្ញុំហើយជាបឋមខ្ញុំកាន់ណាខ្ញុំសូមក្រាបថ្វាយបង្គំប្រធានអនុធិរៈគ្រប់ព្រះអង្គហើយនឹងសូមគោរពជំរាបសួរដល់ជនរួមជាតិខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសហើយនឹងជំរាបសួរវាគ្មិនម្ដងទៀតទាំងអស់គ្នានៅក្នុងបន្ទុកផ្សាយនេះបាទជាការពិតណាស់ជាដំបូងខ្ញុំសូមចូលរួមរំលែកទុកនៅគ្រួសារវីរៈកងទ័ពដែលបានបូជាពលីជីវិតនៅក្នុងសមរភូមិនៃការឈ្លានពានពីសំណាក់សៀមមកលើប្រទេសកម្ពុជាតែវីរៈកងទ័ពទាំងអស់ដែលគាត់បានពលីជីវិតហើយធ្វើពលីកម្មដើម្បីការពារជាតិមាតុភូមិកម្ពុជាឲ្យមានគង់វង្សនៅក្នុងពេលនេះហើយអស់លោកទាំងអស់គឺជាវីរៈបុរសស្ថិតនៅក្នុងបេះដូងរបស់ខ្មែរគ្រប់រូបជាសតិមួយដើម្បីជាអ្វីមួយដើម្បីជំរុញទឹកចិត្តឲ្យកូនខ្មែរក្រោកឡើងតស៊ូក្នុងការប្រឆាំងនឹងសត្រូវឈ្លានពានមកលើប្រទេសកម្ពុជាហើយយើងសូមឧទ្ទិសបុណ្យកុសលទាំងអស់របស់ខ្ញុំក៏ដូចជាគុណគឺសេចក្តីល្អរបស់ខ្ញុំដែលខ្ញុំបានធ្វើទាំងអំបានសូមបុណ្យកុសលដែលខ្ញុំបានធ្វើនេះជូនទៅដល់វីរៈកងទ័ពទាំងអស់នោះសូមឲ្យលោកបានបរិបូរណ៍ដោយនៅសុខនៅឋានសួគ៌ហើយបើតាមដីការបស់ព្រះអង្គប៉ាន់ខាត់លោកសម្ដែងថាវីរៈកងទ័ពដែលបានការពារជាតិមាតុភូមិលុះដល់សយុទ្ធអាយុជីវិតនៅក្នុងពេលណាហើយនឹងបានទៅកើតនៅក្នុងឋានសួគ៌ហើយមួយវិញទៀតខ្ញុំក៏សូមចូលរួមរំលែកទុកនៅក្នុងខែមករានេះគឺជាខួប12ឆ្នាំនៃការបាត់បង់ជីវិតរបស់បាតកោនៅលើផ្លូវវែងស្រេងកាលពីឆ្នាំ2014ផងដែរហើយនៅក្នុងខែមករានេះផងដែរគឺខ្ញុំក៏សូមចូលរួមរំលែកទុកហើយនឹងចំពោះគ្រួសារសពដែលលោកលីមគឹមយ៉ាគឺជាអតីតតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិដែលគាត់បានបាត់បង់ជីវិតដោយសារខ្មាំងកំភ្លើងបាញ់នៅក្នុងប្រទេសថៃហើយជាខួប1ឆ្នាំហើយដែលគាត់បានបាត់បង់ជីវិតហើយនៅមកទល់នឹងពេលនេះយុទ្ធធម៌ហាក់នៅឆ្ងាយនៅឡើយអរគុណណាស់ហើយចំពោះសំណួរហើយក៏ដូចជាការចាប់អារម្មណ៍របស់ខ្ញុំទាក់ទិននឹងសង្គ្រាមរវាងថៃឈ្លានពានមកលើប្រទេសកម្ពុជានេះយើងមើលឃើញយ៉ាងច្បាស់ណាស់នៅពេលសង្គ្រាមកើតឡើងយើងមើលឃើញអ្វីដែលភាពអសមត្ថភាពរបស់ការដឹកនាំនៃរបបដឹកនាំរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតនោះគឺកងទ័ពរបស់យើងមានការខ្វះខាតយ៉ាងច្រើននៅយុទ្ធឧបករណ៍ក៏ដូចជាសម្ភារៈការពារខ្លួនមានទាំងពីមួកការពារក៏គ្មានទាំងពីអាវក្រោះក៏គ្មានសូម្បីតែស្បែកជើងដែលពាក់ក្នុងការប្រយុទ្ធឬក៏បន្លាស់ទីទៅកន្លែងមួយហ្នឹងក៏អត់មានស្បែកជើងក្នុងការពាក់ផងដែរគឺពួកគាត់ពាក់ស្បែកជើងផ្ទាល់ហើយមានវីរៈកងទ័ពខ្លះសូម្បីតែខោហ្នឹងក៏អត់មានដែរដែលយើងមើលឃើញទាំងអស់គ្នាដែលគេប្រទេសឧទ្ទិសនាមគាត់ថាគឺជារ៉ាំបូរបស់ខ្មែរនោះឃើញតែគាត់ស្លៀកតែខោខ្លីក៏គាត់កសែងកម្មាហើយគាត់បាញ់តបតជាមួយនឹងសៀមនេះយើងឆ្លុះបញ្ចាំងឲ្យឃើញថារដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយជាពិសេសគឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលជាឈាមថ្មីដែលជានាយករដ្ឋមន្ត្រីយើងអាចនិយាយបានថាជានាយករដ្ឋមន្ត្រីស្តារនេះគឺគាត់អសមត្ថភាពមែនទែនក្នុងការរៀបចំចំពោះកងទ័ពដែលនៅជួរមុខហើយក៏ដូចជាយុទ្ធឧបករណ៍ក្នុងការការពារអ្វីដែលសំខាន់នោះគឺយើងស្លុតចិត្តមែនទែននៅពេលឃើញកងទ័ពរបស់យើងដែលគាត់ខ្វះគ្រប់សពបែបយ៉ាងមធ្យោបាយតាំងពីស្បែកជើងតាំងពីអាវក្រោះអីជាដើមហើយនេះយើងមើលឃើញយ៉ាងច្បាស់នៃការដឹកនាំរបស់គាត់គឺអសមត្ថភាពហើយខ្ញុំជំរុញនឹងលើកទឹកចិត្តឲ្យកងទ័ពការពារបូរណភាពទឹកដីយើងនៅអង្អាចក្លាហានបន្តទៀតបាទសូមចំណាប់អារម្មណ៍បាទគុណចា៎ចាអរគុណណាស់បងសំសុជាតិមានចំណាប់អារម្មណ៍តាក់ទងនឹងករណីនៃការដឹកនាំរបស់លោកហ៊ុនសែនហ៊ុនម៉ាណែតហើយក៏ទាញទៅដល់បាតកោដែលរងគ្រោះហើយនឹងអយុធធម៌រហូតដល់រយៈពេល12ឆ្នាំយើងក៏មានអារម្មណ៍ថាសោកស្ដាយនិងឈឺចាប់យើងសង្ឃឹមថាពួកគាត់នឹងទទួលបានយុត្តិធម៌ហើយទន្ទឹមនឹងនោះងាកមកគឺខួប1ឆ្នាំនៃការស្លាប់របស់លោកលឹមគឹមយ៉ាយើងឃើញថាក៏យើងក៏មានក៏ស្ងាត់ជ្រាបដែរដោយសារតែប្រទេសយើងកំពុងតែមានសង្គ្រាមជាមួយនឹងថៃឈ្លានពានយើងសង្ឃឹមថាគាត់នឹងបានយុត្តិធម៌ឆាប់ចាហើយអញ្ចឹងងាកមកប្រធានបទយើងលោកសម្បូរមានអ្វីបន្ថែមលើវាគ្មិនទាំងពីររូបដែរទេចាសូមក្រុមជើញបាទអរគុណហើយខ្ញុំបានស្ដាប់នៅការលើកឡើងរបស់លោកវាគ្មិនទាំងពីរក៏បានរៀបរាប់ច្រើនដែរហើយខ្ញុំក៏មិនចង់បន្ថែមនៅជាចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ដែរហើយមុននឹងខ្ញុំបានលើកឡើងនៅចំណាប់អារម្មណ៍ខ្ញុំក៏ចូលរួមលេខទុកដល់សមាជិកជនពិសេសមួយចំនួនដែលបាត់បង់អាយុជីវិតក្នុងសង្គ្រាមក៏ដូចជា
វីរៈបរោះវីរៈកងទ័ពតែបានពលីការពារមាតុភូមិនេះហើយដូចខ្ញុំជាចំណាប់របស់ខ្ញុំចឹងថាយើងបានដឹងពីសមត្ថភាពនៃការការពារជាតិរបស់យើងហើយមិនមែនការលើកឡើងរបស់យើងជាគ្រឿងអាប់លើពូជសាសន៍និងប្រទេសជាតិរបស់យើងទេក៏ប៉ុន្តែយើងលើទទួលស្គាល់នោះអ្វីជាការពិតយើងទទួលស្គាល់ថាក្នុងរយៈកាលនៃការធ្វើសង្គ្រាមពីរលើកនេះយើងដឹងថាប្រទេសយើងឈរក្នុងកម្រិតមួយណាចុះឆ្ដែងយើងដឹងពីស្ថានភាពចុងក្រោយលើកចុងក្រោយនេះពីស្ថានភាពសង្គ្រាមហើយយើងដឹងថាប្រទេសកម្ពុជាបើយើងសិក្សាអំពីសេដ្ឋកិច្ចប្រជាជននិងសពាវុធយើងមិនអាចទៅធៀបគ្នាបានទេអញ្ចឹងអ្វីដែលយើងអាចប្រើបានក្នុងកលៈទេសៈដែលចាប់បាច់ពេលនេះមានតែច្បាប់និងដំណាក់ដំណងការទូតអន្តរជាតិតែបន្ទាប់ពីនេះយើងឃើញថាភាពកំសោយនៃដំណាក់ដំណងការទូតនិងការយកច្បាប់មកដោះស្រាយតាមវិធីនៃការជៀសវាងពីការបង្ហូរឈាមអ្នកគ្នានេះតែរដ្ឋាភិបាលក៏បែរជាមានហៅថាក៏បែរជាគិតវេះឬក៏គាត់បែរជារំលងចូលក្នុងកិច្ចការរបស់នេះវិញដោយសារនេះគាត់ជាចំណាប់អារម្មណ៍នេះចាំមើលទូដល់សំណួរគាត់ខ្ញុំនឹងនិយាយតាមអ្វីដែលអ្នកសម្រាប់ស្រួលសូមខាងខ្ញុំអញ្ចឹងខ្ញុំសូមបញ្ចប់ជាចំណាប់អារម្មណ៍ខ្ញុំប៉ុណ្ណឹងបាទសូមអរគុណចាអរគុណណាលោកសម្បូរអញ្ចឹងយើងសង្កេតឃើញថាយើងទទួលបានយើងប្រជាពលរដ្ឋយើងទាំងអស់គឺយើងទទួលដឹងហើយថាយើងពិតជាមិនអាចចរចាធ្វើពិគីជាមួយថៃបានទេព្រោះថៃវាបំពេញយើងវារំលោភយើងវាប្រើលេសបាត់ឈប់បាញ់បន្ទាប់មកវាមានលេសមួយទៀតជន់មីនរបួសវាបាញ់យើងដូចយើងឃើញថាករណីលើកបាញ់លើកទី1ដូចគ្នាមកដល់ចូលលើកទី2នេះហើយយើងឃើញថាតើសង្គ្រាមលើកទី3ហ្នឹងនឹងអាចកើតមានឆាប់ដែរទេបើសិនជាថៃវាដឹងតែខ្លួនវាឥទ្ធិពលវាខ្លាំងចង់បានយើងដល់កម្រិតណាហើយសួរថាឥឡូវខ្ញុំសួរវាគ្មិនយើងមួយសំណួរខ្លីថាបាត់ឈប់បាញ់លើកទី2នេះប្រសិនបើកម្ពុជានៅតែចរចាធ្វើភាគីតើនឹងមានលេសផ្ទុះមីនហើយបង្កសង្គ្រាមជាលើកទី3ដែរទៀតដែរឬទេបើយើងឃើញថាព័ត៌មានក្រៅផ្លូវការគឺថៃបានព្យាយាមធ្វើត្រង់សេធ្វើលិនឋានដែលមានទ្រង់ទ្រាយរឹងមាំហើយធន់ហើយយកដូចជាទូកុងតឺន័រមកដាក់តាមព្រំប្រទល់ដែលវាបាញ់បានត្រឹមណាការវិបត្តិឈប់បាញ់លើកទី2នេះគឺវាដាក់ត្រឹមហ្នឹងហើយអញ្ចឹងយើងឃើញព័ត៌មានខាងក្រៅហ្នឹងវាចូលមករស័ព្ទហើយអញ្ចឹងចង់សួរវាគ្មិនថាបើនៅតែបន្តចរចាធ្វើភាគីរវាងខ្មែរហើយនិងថៃតើនឹងអាចឈានដល់បាញ់សង្គ្រាមលើកទី3ទៀតដែរទេចាសូមបងថាចា ដល់ហើយឈ្មោះបានហ៊ានឆ្លើយបានហ៊ាននេះដោយសារយើងមាន3នាក់ហ្នឹងហើយអរគុណច្រើនលក្ខណៈចំពោះសំណួរក្នុងលក្ខណៈនេះថៃគេវាស់ពីកម្លាំងវាស់ពីសមត្ថភាពគេវាស់ពីការទីស្ទង់បានដឹងច្បាស់ថាកម្ពុជាអត់អាចបើមិនប្តឹងទៅអង្គការសហជីវជាតិទេថៃវាយទៀតហើយព្រោះហេតុអីហើយកុំសង្ឃឹមបងប្អូនប្រជាពលរដ្ឋណាដែលចូលមើលភ័យលោកប្រធានហើយនាំគ្នាជេរនាំគ្នាបន្តិចហ្នឹងណាប្រយ័ត្នពេលក្របផ្លោងធ្លាក់ថ្លៃរងអ្នកណាជួយមិនបានណានេះខ្ញុំសូមបញ្ជាក់អ្នកដែលចូលមើលហើយជេរណាពួកការនិយាយនេះមិនមែននិយាយដើម្បីតែពួកយើងទេការនិយាយនេះគឺដើម្បីជាតិដើម្បីទឹកដីដើម្បីសុខភាពរបស់លោកនៅក្នុងប្រទេសទេណាសម្រាប់ពួកយើងនេះយើងនិយាយនេះគឺស្នើសុំទៅដល់រដ្ឋាភិបាលយើងមិនមែនស្នើសុំតែពីថ្ងៃហ្នឹងដែលយើងឡាយតែយើងស្នើសុំតាំងពីថៃវិឆ្លៀនពីលើកដំបូងមកម្លេះយើងស្នើសុំឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅណាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិដើម្បីកុំឲ្យបញ្ជិះនឹងការសង្គ្រាមណាការធ្វើសង្គ្រាមតតាំងជាមួយថៃណាព្រោះយើងខ្សោយយើងតូចយើងទៀតយើងត្រូវប្រើផ្លូវច្បាប់ហើយចុះបើសិនជាពួករដ្ឋាភិបាលមិនព្រមប្តឹងណាលើកទី3នេះថៃនឹងវាយទៀតហើយនឹងយកនេះមិនខុសពីលើកមុនទេមិនខុសពីលើកទី2ទេព្រោះលើកទី2ហ្នឹងលោកហ៊ុនសែនលោកកែណាពូកែចាប់ចំណុចថាហេតុអីណាបានជាថៃវាជន់មាននៅស្រុកវាហើយវាមិនបានយើងណាមានន័យថាទាហានថៃវាឈ្លានជើងវាឈ្លានពៀនមកជន់ទឹកដីខ្មែរហើយបានវាជន់មានលើទឹកដីខ្មែរណាអញ្ចឹងហេតុអីបានជាលោកហ៊ុនសែនមិននិយាយរឿងហ្នឹងជាមួយថៃណាការចរចាវាមានហេតុផលណាការដាក់ពាក្យបណ្ដឹងជារឿងផ្សេងអញ្ចឹងបើសិនជាជន់មានវាជន់ទឹកដីខ្មែរវាមិនមែនជន់ដីថៃទេអញ្ចឹងបើឯងជន់នឹងដីថៃអញ្ចឹងឯងមកនៅដីថៃទេអត់មានពាក់ព័ន្ធជាមួយខ្មែរទេបើឯងជន់នៅដីខ្មែរហើយឯងបាញ់តបមានន័យថាឯងឈ្លានពានខ្មែរណាអាហ្នឹងវាច្បាស់អញ្ចឹងណាហើយបងប្អូនដែលចូលមើលចូលជេរចុះប៉ុន្តែប្រយ័ត្នក្របផ្លោងធ្លាក់លើក្បាលអស់លោកអាហ្នឹងវាជារឿងមួយណាបើលោកស្អីរកគេជួយគ្មានអ្នកណាគេជួយយើងបានទេណាអ្វីដែលពួកយើងស្នើសុំគឺចឹងស្នើសុំឲ្យរដ្ឋាភិបាលយកកិច្ចព្រមព្រៀង23តឡាំយកទៅនិយាយមកណាស្នើដល់ទៅសហប្រធានណាឲ្យសាររឿងនៃកិច្ចព្រមព្រៀងនេះឡើងវិញកិច្ចព្រមព្រៀងលោកហ៊ុនសែនបានពោលបានបញ្ជាក់ឲ្យថាវាស្លាប់បាត់ទៅហើយឥឡូវស្លាប់ទៅណាបើស្លាប់កិច្ចព្រមព្រៀងវាស្លាប់ទាំងប្រទេសខ្មែរវាស្លាប់វារលាយប្រទេសខ្មែរហើយពួកកិច្ចព្រមព្រៀងវាបង្កើតឡើងដើម្បីស្ថិរភាពដើម្បីបូរណភាពទឹកដីខ្មែរដើម្បីសុខសន្តិភាពប្រទេសប្រជាជនខ្មែរណាយើងត្រូវតែចាំឲ្យយកខួរក្បាលទៅគិតបងប្អូនណាយកខួរក្បាលទៅគិតកុំយកសតិសម្បញ្ញៈណាស្រឡាញ់បុគ្គលស្រឡាញ់អំណាចឬក៏មានលៀបតិចតួចណាសម្រាប់ជាតិអស់លោកឃើញសារឲ្យបងប្អូននៅព្រំដែននោះណាមិនមែនគាត់គ្មានអ្នកគ្រប់គ្រងគណៈបកប្រជាជនមិនមែនគាត់គ្មានអ្នកគ្រប់គ្រងលោកហ៊ុនសែននេះគាត់មានឥឡូវបច្ចុប្បន្ននេះផ្ទះក៏អស់ណាដីក៏អស់ផ្ទះក៏ខ្ទេចណាទ្រព្យសម្បត្តិទាំងអស់វាស្ទឹងតែរលាយអស់ហើយណាហើយអ្នកណាជាអ្នកទទួលខុសត្រូវឲ្យគាត់ណាយើងត្រូវមើលយើងយកទៅយកចំណុចហ្នឹងណាហើយខ្ញុំសូមសំណូមពរមួយទៀតបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំនិយាយអស់ពីរឿងបាតកម្មគ្រប់ទីកន្លែងទាំងអស់បងប្អូនត្រូវចាំថាការធ្វើបាតកម្មដើម្បីទាមទារផ្ដន់ទោសផ្ដន់ទាទោសទៅថៃនេះណាគឺអត់ផលប្រយោជន៍ទេណាបងប្អូនឃើញក្រុមខ្លះគឺក្រុមលោកហ៊ុនសែនហ្នឹងឯងជាអ្នករៀបចំណាបាតកម្មណាដើម្បីកោតទោសទៅថៃប
បងប្អូនទាំងអស់គ្នានៅក្រៅប្រទេសបងប្អូនដែលមិនជ្រាបនៅបរិបទសង្គមច្បាស់សូមមើលប្រធានបទដែលពេលដែលគេប្រកាសនិបាតកម្មណាគេដាក់ប្រធានបទយ៉ាងម៉េចបើស្នើសុំឲ្យរដ្ឋាភិបាលហ្នឹងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាស្នើឲ្យរដ្ឋាភិបាលហ្នឹងរំលឹកឡើងវិញស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីស្នើរើកិច្ចព្រមព្រៀងឡើងវិញអានឹងបងប្អូនចូលវាមិនខុសទេណាតែអ្វីដែលសំខាន់ណាប្រធានបទគេដាក់ថាកោតទោសថៃតែប៉ុណ្្នឹងបងប្អូនប្រទេសខ្មែរធ្វើរាប់លានអ្នកណាមិនមែនម្នាក់ពីរនាក់មិនមែន100នាក់1000នាក់10000នាក់ដូចយើងនៅក្រៅប្រទេសទេសួរថាអ្នកណាគេមើលបើសិនជារដ្ឋាភិបាលយើងនេះមិនព្រមដាក់ពាក្យបណ្ដឹងផងហ្នឹងព័ត៌មានឯករាជ្យក៏គ្មានណាថៃគេមើលចំណុចហ្នឹងហើយសង្ឃឹមថាលើកទី3នេះថៃនឹងចូលទៀតបើថៃវាមិនមានកំណត់វាយតបវាមិនមែនដាក់កុងតឺន័រវាមិនមែនជីកលេងដ្ឋានណាវាមិនមែនដាក់លបងលួសឬក៏ត្រូនវាដើម្បីស្ទើរការរកកន្លែងសម្ងាត់រកកន្លែងកងទ័ពយើងទេណាលោកហ៊ុនសែនត្រូវជ្រាបឲ្យច្បាស់លោកហ៊ុនសែនអត់ស្លាប់ទេកងទ័ពនៅជួរមុខណាគាត់ជាអ្នករងគ្រោះដូចយើងគិតថាដូចជាយកគ្នាទៅពាំងគ្រាប់ហើយដូចគ្មានអីតបតជាមួយគេហ្នឹងបាញ់តបមិនដល់បាញ់តបណាបងប្អូននៅជួរមុខអានឹងចាំមើលតែខ្ញុំមិនបាញ់និយាយញុងទេប៉ុន្តែយើងក្នុងនាមយើងជាមេដឹកនាំបើសិនជាយើងមិនឲ្យតបតយើងគូតែដាក់ពាក្យបណ្ដឹងណាហើយចុះបើយើងមិនឲ្យដាក់ពាក្យបណ្ដឹងយើងទាមទារការចរចាសូម្បីតែសាក់សីណាមេដឹកនាំពិភពលោក Donald Trump ណាសហប្រធានអាស៊ានណាជាសាក់សីក្នុងថៃមិនស្ដាប់ផងតើយើងយកអីយើងទៅជឿឲ្យថៃតាដែលថាមិនបន្ទុះសង្គ្រាមដែលមិនបង្កហេតុផលអីមកជាមួយយើងហើយសួរថាយើងបានអន្តរជាតិអ្នកគាំពារយើងក្នុងបច្ចុប្បន្ននេះថៃគេមិនមែនរៀនមួយថ្ងៃពីរថ្ងៃគេដឹកនាំប្រទេសហើយមិនមែនគេធ្វើមកសង្គ្រាមដោយគេខ្វះយុទ្ធសាស្ត្រទេខ្មែរយើងជាច្រើនសតវត្សមកហើយមិនដែលធ្វើសង្គ្រាមណាឈ្នះថៃទេក្រៅពីយើងដាក់ពាក្យបណ្ដឹងឬស្នើសុំទៅដល់ប្រទេសដែលមានមហាអំណាចឲ្យមកជួយយើងដូចជាឆ្នាំ1904ដល់1907ដែលមានបារាំងគេជួយការពារឲ្យយើងគេជួយយកដីមកឲ្យយើងនេះនឹងដោយសារអីណាតែយើងបានទៅវាយឈ្នះយើងអត់វាយឈ្នះទេអញ្ចឹងយើងគួរតែជ្រាបឲ្យក្នុងពេលនេះខ្ញុំសង្ឃឹមថាបើសិនជាមិនដាក់ពាក្យបណ្ដឹងទេបើសិនជាមិនរៀបចំប្រព័ន្ធដាក់ទៅសារលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេថៃនឹងវាយទៀតហើយថៃមិនទុកទេព្រោះអត់មានអីត្រូវខ្លាចទេថៃគេបាននិយាយហើយគេរាល់ថ្ងៃនេះយើងបច្ចុប្បន្នយើងពោលថាក្នុងប្រទេសដែលសង្គ្រាមយើងមិនអាចអត់មាននាយករដ្ឋមន្ត្រីយើងមិនអាចបដូរតំណែងនាយករដ្ឋមន្ត្រីបានទេមើលថៃមើលណាអានេះថៃធ្វើបានណាហើយយើងជឿជាក់ខ្ញុំអត់បងប្អូនដែលជឿជាក់អានឹងដឹងស្មាត់ទោះមិនដឹងគាត់មានប្រដាប់គិតយ៉ាងម៉េចទេជឿជាក់ទៅលើរដ្ឋាភិបាលទាំងខ្លួនយើងទាំងបងប្អូនយើងនេះភាគសឹករាប់ម៉ឺននាក់ផ្ទៃផ្ទះសម្បែងអស់ដីធ្លីនេះទ្រព្យសម្បត្តិទៅអស់លេងដូចរស់ស៊ីសាថ្មីនេះនៅតែជឿលើថ្នាក់ដឹកនាំទីខ្ញុំដូចជាមិនយល់ខ្ញុំអត់យល់ណាបាទខ្ញុំសូមមានប៉ុណ្្នឹងសិនលោកលក្ខណៈចាអរគុណណាស់បងសានសម័យអញ្ចឹងបន្ថែមសំណួរដដែលនេះទៅកាន់បងសុជាតិតើកម្ពុជាវាគួរតែប្រើមធ្យោបាយបែបណាដើម្បីបញ្ជាសង្គ្រាមលើកទី3នេះព្រោះមិញបងសានសម័យថាបើនៅតែចរចាទៀតមិនប្តឹងគឺនឹងមានលើកទី3ហើយទាំងគួរប្រើមធ្យោបាយណាដើម្បីកុំឲ្យមានលើកទី3ហ្នឹងចាសូមជ័យបងសុជាតិបាទអរគុណអ្នកស្រីជុនលក្ខណៈហើយខ្ញុំសូមគាំទ្រចំពោះវាគ្មិនរបស់យើងដែលបានបកស្រាយពីខាងមុននេះវិជាការពិតយើងដឹងហើយថាមហាចតាថៃក្នុងការឈ្លានពានកម្ពុជានៅលើកទី1នៅថ្ងៃ24កក្កដា2025លើកទី2ថ្ងៃទី7ធ្នូនេះហើយថ្ងៃទី7ធ្នូកន្លងទៅនេះហើយយើងគិតដោយវាគ្មិនបានលើកឡើងអញ្ចឹងសូម្បីតែមាន Donald Trump សូម្បីតែមានសហប្រធានជាអ្នកសម្របសម្រួលជាអ្នកធ្វើសាកសីនៅក្នុងកិច្ចបទជប់បាញ់នេះមែនក៏ប៉ុន្តែថៃនៅតែចិញ្ចឹមនៅតែមានមហិច្ឆតាក្នុងការឈ្លានពានដដែលបាទនៅតែមហិច្ឆតារបស់ថៃនៅតែឈ្លានពានដដែលអញ្ចឹងសួរថាតើយើងគួរតែនៅធ្វើកិច្ចការងារដោយទ្វេភាគីនេះបន្តទៀតឬក៏យើងប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិឬក៏យើងប្រើច្បាប់របស់អន្តរជាតិវាជាការពិតរាល់ចំនួនរវាងប្រទេសនិងប្រទេសរវាងទឹកដីការឈ្លានពានយើងត្រូវតែរកអន្តរជាតិដើម្បីធ្វើការអន្តរាគមន៍ហើយយើងក៏មានច្បាប់មួយដែលយើងធ្លាប់ជាប្រទេសដែលហែកហួរដោយសង្គ្រាមឈ្លានពានគឺយួនបានលើកងទ័ពមកជាង 100000 នាក់មកចង់លេបប្រទេសកម្ពុជានៅក្នុងឆ្នាំ1970ជាងនោះហើយយើងក៏មានហេតុផលមួយគឺថាការសង្គ្រាមរវាងឥណ្ឌូចិនការហែកហួររវាងប្រទេសមហាអំណាចយកកម្ពុជាធ្វើជាឧបករណ៍ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននោះហើយយើងក៏បានបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងឥណ្ឌូចិនគឺដោយសារតែកម្ពុជានេះគឺយកកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសដើម្បីមកបញ្ចប់សង្គ្រាមនៅឥណ្ឌូចិនហើយយើង
ឥឡូវនេះទៀតហើយនៅក្នុងកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសដែលមានប្រទេស18ជាម្ចាស់ទន្លេខីហើយក្នុងនោះក៏មានមហាអំណាចទាំង5មានអាមេរិកមានអង់គ្លេសបារាំងចិនរុស្ស៊ីជាដើមនេះវាជាការពិតណាស់ហើយនេះគឺជាអាវក្រោះមួយដើម្បីការពារកម្ពុជាហើយក្នុងនោះផងដែរប្រទេសថៃក៏ជាប្រទេសដែលជាម្ចាស់ហត្ថលេខីមួយក្នុងការធានាឲ្យកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនឯងមានការគោរពសិទ្ធិមនុស្សមិនមានការរំលោភអីគ្រប់សពបែបយ៉ាងតែផ្ទុយទៅវិញហេតុអ្វីថៃមកឈ្លានពានមកលើបូរណភាពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានេះសបញ្ជាក់ឲ្យឃើញថាថៃបានរំលោភលើច្បាប់អន្តរជាតិហើយអ្វីដែលកម្ពុជាគួរតែធ្វើនោះគឺការកោះរំលើងឡើងវិញនៅកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសនេះហើយយើងស្នើទៅសហប្រធានរបស់កិច្ចព្រមព្រៀងគឺប្រទេសឥណ្ឌូនេស៊ីនិងប្រទេសបារាំងយើងត្រូវតែធ្វើការស្នើទៅប្រទេសទាំងអស់ហ្នឹងហើយចង់មិនចង់យើងត្រូវតែគៀងគរឲ្យប្រទេសទាំងអស់ដែលជាម្ចាស់ហត្ថលេខីហ្នឹងឲ្យគាត់ដើរជាមួយយើងនេះអ្វីដែលយើងគួរតែធ្វើឲ្យគាត់ដើរជាមួយយើងដើម្បីទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងគឺការបញ្ចប់សង្គ្រាមឈ្លានពានទាំងស្រុងមកលើប្រទេសកម្ពុជាហើយយើងក៏អាចដឹងបានដែរថាតើម្ចាស់ហត្ថលេខីទាំង18ហ្នឹងតើប្រទេសណាខ្លះដែលមានភក្ដីភាពចំពោះកម្ពុជាប្រទេសណាខ្លះដែលស្មោះត្រង់ចំពោះប្រទេសកម្ពុជាដែលខ្លួនបានធានាការពារហើយនឹងជាម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ហើយធានាឲ្យកម្ពុជាមានស្ថិរភាពសុវត្ថិភាពហើយជាប្រទេសមួយដែលមានអធិបតេយ្យភាពដែលមិនអាចរំលោភបាននេះយើងអាចមើលឃើញថាអ្នកណាមិត្តអ្នកណាសត្រូវហើយតើភាពទទួលខុសត្រូវរបស់ម្ចាស់ហត្ថលេខីនោះដល់កម្រិតណាដែរនេះជាចំណុចទី1ដែលយើងគួរតែយកកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីសទៅប្រើយកទៅអនុវត្តនឹងមួយវិញទៀតយើងត្រូវតែធ្វើទន្ទឹមនឹងគ្នាគឺប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិ ICJ ហើយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិឧក្រិដ្ឋកម្មបល្ល័យពូជសាសន៍នោះគឺជាតុលាការ ICC នេះយើងត្រូវប្រើយន្តការអន្តរជាតិទាំងអស់គឺពុំបានថៃគឺពុំបានគោរពនៅអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទេហើយថៃបានរំលោភលើច្បាប់សង្គ្រាមយ៉ាងម៉េចច្បាប់សង្គ្រាមគេនិយាយថាมันអាចអនុញ្ញាតឲ្យប្រទេសមួយប្រើប្រាស់អាវុធដែលត្រូវបានហាមឃាត់ទេក៏ប៉ុន្តែថៃបានប្រើប្រាស់អាវុធដូចជាគ្រាប់បែកចង្កោមថ្នាំពុលវប្បធម៌កំតិចនៅវប្បធម៌អីជាដើមនេះសិតសឹងតែជាថៃបានរំលោភលើច្បាប់សង្គ្រាមទៅហើយថៃបានរំលោភមួយទៀតនោះគឺការរំលោភលើបទឈប់បាញ់ហើយចូលមកចាប់វិរៈកងទ័ពរបស់យើងពង្រត់យកទៅហើយបន្ទល់ក្នុងពេលនេះត្រូវតែនឹងបានដោះលែងទេអញ្ចឹងហើយយើងត្រូវតែខ្ញុំត្រូវស្នើដល់រដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតត្រូវមានភាពក្លាហានក្នុងការយកយន្តការអន្តរជាតិទៅដោះស្រាយយកយន្តការអន្តរជាតិទៅដោះស្រាយទើបមានយុទ្ធធម៌ណាបើសិនជាលោកហ៊ុនសែនមិនធ្វើដូច្នោះទេលោកហ៊ុនសែននឹងក្លាយទៅជាជនក្បត់ជាតិនឹងក្លាយទៅជាគ្រួសាររបស់លោកនឹងក្លាយទៅជាគ្រួសារមួយដែលកាត់ទឹកដីឲ្យទៅប្រទេសជិតខាងហើយនៅក្នុងមាត្រា2ក៏បាននិយាយយ៉ាងច្បាស់ដែររាល់ទឹកដីឬក៏អធិបតេយ្យរបស់ខ្លួនមិនពុំអាចកាត់មួយផ្នែកឬក៏ទាំងស្រុងឲ្យទៅបរទេសទេហើយបើសិនជាមានការកាត់ឬក៏ផ្ដល់ឲ្យទៅបរទេសគឺជាទោសក្បត់ជាតិបាទហើយនេះអ្វីដែលយើងគួរតែជៀសវាងហើយលោកហ៊ុនសែនត្រូវតែជៀសវាងពីពាក្យមួយថាលោកហ៊ុនសែននិងហ៊ុនម៉ាណែតកាត់ទឹកដីទៅឲ្យថៃនិងបរទេសអីជាដើមបាទសូមអរគុណចាអរគុណអញ្ចឹងច្បាស់ណាស់ថាដើម្បីឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមជាមួយនឹងថៃលុះត្រាតែកម្ពុជាប្តឹងទៅអន្តរជាតិក៏ដូចជាប្តឹងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយអញ្ចឹងសួរទៅលើប្រធានបទដដែលបន្តែជ្រាបសំណួរតែបន្តិចទេសួរទៅលោកសម្បូរថាតើលោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតស្រឡាញ់ប្រជាពលរដ្ឋកម្ពុជាស្រឡាញ់ប្រទេសកម្ពុជាដែរឬទេបានជាគាត់មិនព្រមប្តឹងទៅអន្តរជាតិដើម្បីដោះស្រាយពីបញ្ហារវាងថៃបំពេញក៏ដូចជាធ្វើសង្គ្រាមដណ្ដើមហើយនឹងសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងដូចនេះចាសូមជឿបាទអរគុណសំណួរមួយនេះហើយក៏អរគុណដែលបានផ្ដល់ឱកាសខ្ញុំក្នុងការបកស្រាយជាចំណុចអារម្មណ៍ខ្ញុំបានស្ដាប់នៅការលើកឡើងរបស់លោកនេះគ្មានពីបានខ្លះហើយសុទ្ធតែរឿងដែលវាជារឿងដែលយើងត្រូវឃើញថារដ្ឋាភិបាលគួរតែធ្វើកិច្ចការទាំងនោះរកសំណួរដែលបងលើកឡើងថាតើលោកហ៊ុនសែនពិតជាស្រឡាញ់ប្រទេសជាតិនិងប្រជាជនខ្លួនអត់ខ្ញុំហ៊ាននិយាយថាគាត់ស្រឡាញ់ក៏ប៉ុន្តែមុននឹងស្រឡាញ់វាតទៅនឹងផលប្រយោជន៍នៃបុគ្គលឬក៏បពុរបស់គាត់បើយើងសិក្សាថាលោកហ៊ុនសែនគាត់អាចរាប់បានជាមនុស្សដែលមានឥទ្ធិពលឬក៏មានដំណំផ្ដាច់ការមួយក្នុងតំបន់អាស៊ីនៅពេលបច្ចុប្បន្នក៏ប៉ុន្តែភាពផ្ដាច់ការរបស់គាត់បានតែខ្លាំងជាមួយប្រជាពលរដ្ឋនិងប្រជាជាតិរបស់ខ្លួនឯងទេក៏ប៉ុន្តែអាសមត្ថភាពក្នុងការការពារទឹកដីនិងមាតុភូមិនិងអត្តបតេយ្យជាតិណាវាមិនឆ្មើនឹងមានដំណំផ្ដាច់ការដូចជារុស្ស៊ីកូរ៉េខាងជើងដែលគេផ្ដាច់ការប៉ុន្តែគេមានសមត្ថភាពក្នុងការការពារ
ទឹកដីមានតែភូមិមកគេខ្ញុំហ៊ាននិយាយថាលន់សែនមិនអាចខ្លាយជាមានកិច្ចការបន្តពូជក្នុងរយៈពេលវែងទេពីព្រោះអ្វីបើសិនជាក្រុមការគ្រប់គ្រងរបស់តកូលនេះបន្តការដឹកនាំជាជនរាជឲ្យមិនអភិវឌ្ឍក្នុងការការពារណាវិស័យការពារជាតិដែលធ្វើឲ្យប្រទេសជាតិបាត់បង់លិចលង់ក្នុងការបាត់បង់ទឹកដីជាបន្តបន្ទាប់អញ្ចឹងតកូលហ៊ុននេះក៏អស់អំណាចទឹកដីកម្ពុជាក៏ហិនហោចតាមការដឹកនាំរបស់គាត់ជាងទូឆ្កល់ថាយកអត់ដឹងទេថាការផ្ដឹងទៅសិទ្ធិឆ្នាំ23ដុល្លារឆ្នាំ1991ដែលមានសហប្រធាននៅម្ចាស់ទលេខីចាំ18 19ទីនេះគេអាចជួយយើងក្នុងកម្រិតមួយណាក៏ប៉ុន្តែមកទល់ពេលនេះក្នុងនាមយើងជាម្ចាស់ប្រទេសហើយមានប្រទេសជាច្រើនលូកលាន់ក្នុងការជួយយើងដោយស្ម័គ្រចិត្តនេះតើហេតុអ្វីយើងមិនប្រើយើងកុំនិយាយពាក្យថាណាយុទ្ធធរណាសង្គ្រាមណាអយុទ្ធធរជាមួយកម្ពុជាក៏ប៉ុន្តែនិយាយពីនិយាយឧទាហរណ៍ថាចោលចុះកុំនិយាយថាចោលមិនអីធ្វើបែបហ្នឹងចោលអត់និយាយច្បាប់អត់និយាយមួយយើងទេណាវាមានគោលការណ៍របស់វាគឺវាចង់បានរបស់ដូចគ្នាស៊ីវាមិនឆ្លៀនពៀនយើងមិនមែនវានឹកឃើញដេកលសពពីយប់ហើយព្រឹកឡើងវាធ្វើកិច្ចការរបស់ហ្នឹងវាមើលថាតើចំហរបស់មេដឹកនាំណានឹងកតបកិច្ចណានឹងភាពទំនួលខុសត្រូវរបស់មេដឹកនាំកម្ពុជានេះតើអាចមានចំហបែបណារមមានបញ្ហាជាមួយភាគីប្រទេសថៃណាគេបានដឹងថាកម្ពុជាកន្លងមកណាតែដាច់ខ្លួនពីប្រទេសសេរីមួយចំនួនណាតែក៏សពទៅប្រទេសដាច់ការមួយចំនួនដូចប្រទេសចិននិងប្រទេសមួយចំនួនដែលខ្ញុំរៀបរាប់អស់អញ្ចឹងពេលដែលមានបញ្ហាបែបនេះធ្វើឲ្យប្រទេសកម្ពុជាខ្លាចជាប្រទេសឯកោណាពេលដែលឯកោតំណតំណងការទូតណាសេដ្ឋកិច្ចណាតំណងវិនិយោគិនមួយចំនួនអត់មានតំណងមកកម្ពុជាដោយសារច្បាប់នៅក្នុងប្រទេសកម្ពុជាវាអត់សុក្រិតតែពេលអត់សុក្រិតទៅប្រទេសកម្ពុជាសេដ្ឋកិច្ចដល់ក្បាលចុះតែពេលដែលដល់ក្បាលចុះអំណាចតកូលហ៊ុនបើអាចចង់រៀបអំណាចតកូលបាននោះតើសេដ្ឋកិច្ចគេនឹងវាខ្លាំងអញ្ចឹងពេលដែលសេដ្ឋកិច្ចខ្សោយមិនអាចចាប់យកបានទេការវិនិយោគិនពីក្រៅប្រទេសគឺគេមានថាគេបាត់ទំនុកចិត្តទៅលើច្បាប់អញ្ចឹងគាត់មានតែឱកាសក្នុងការចាប់យកអក្រិតកម្មអនឡាញមកជាចំណុចរបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលយកគេថាអក្រិតកម្មមួយហ្នឹងដើម្បីពង្រីកអំណាចតពងរបស់គាត់អញ្ចឹងឲ្យធ្វើឲ្យអន្តរជាតិនោះគេស្អប់កម្ពុជាគេមិនស្អប់ប្រជាជនកម្ពុជានៅប្រទេសកម្ពុជាទេគេស្អប់មានដឹកនាំប្រទេសកម្ពុជានៅពេលបច្ចុប្បន្នដោយសារការស្អប់ការមិនចូលចិត្តណាមានដឹកនាំកម្ពុជាដែលយកណាចិនស៊ីដែលជាថ្នាក់ដឹកនាំមានខ្លងក្រៅកម្មនេះដែលធ្វើឲ្យពិភពលោកឈឺក្បាលមួយមុខដោយសហរដ្ឋអាមេរិកក្នុងមួយឆ្នាំបាត់បង់ទឹកប្រាក់10 ទៅ 15,000 លានដុល្លារក្នុងមួយឆ្នាំនេះគេសប្បាយចិត្តមិនឃើញទេហើយក៏និយាយថាសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបគេជួយយើងគេជួយយើងឆ្អែតហើយចាប់តាំងការពីបង្កើតច្បាប់សន្ធិឆ្នាំ23ដុល្លារឆ្នាំ1991រហូតដល់ការជួយណាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងមួយឆ្នាំរាប់លានដុល្លារហើយកន្លងមកណាការនាំចូលណាចំណេញចូលសហរដ្ឋអាមេរិកឲ្យយកពន្ធនេះ0ដុល្លារនេះថាគេអត់យកអីសោះរហូតដល់ហ៊ុនសែនតាំងខ្លួនជាវីរបុរសខ្លាំងរហូតដល់បាត់ឱកាសក្នុងការទទួលបានការនាំចូលដោយហ្វ្រីនេះរហូតដល់ការនាំចូលលេងពន្ធខ្ពស់ធ្វើឲ្យកម្ពុជាពិបាកក្នុងការនាំចេញទំនិញដឹងយើងនឹងស្រាប់ហើយថាទំនិញរបស់កម្ពុជាការណាដែលនាំចេញវាទំនិញនឹងនាំចេញពីប្រទេសកម្ពុជាទៅថតរសារកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជាធ្វើក្នុងការប្រាក់ខែមួយថ្ងៃហ្នឹងគឺវាតម្លៃថោកអញ្ចឹងពេលដែលនាំចេញទៅក្រៅប្រទេសគឺវាថោកទៅតាមនឹងដែរអញ្ចឹងពេលដែលគេយកពន្ធទៅទៀតនោះអញ្ចឹងវានិយោគិននឹងប្រទេសមួយចំនួនគេទូអត់រួចជាមួយកម្ពុជាទេអញ្ចឹងគេលេងដៃកម្ពុជាអញ្ចឹងហើយសរុបឡើងវិញខ្ញុំនិយាយថាអ្វីដែលរដ្ឋាភិបាលធ្វើពេលនេះមិនមែនអង្គុយឆ្ងាត់ឆ្ងៀមនៅតែក្នុងបន្ទប់ត្រាម៉ាគ្រប់បែបយ៉ាងទេយើងជាឧទាហរណ៍យើងមើលពីទំនួលខុសត្រូវរបស់សេលិនស្គីដែលជាមេដឹកនាំប្រទេសអ៊ុយក្រែនថាបាត់តែប្រទេសគាត់កំពុងតែលិចលង់ក្នុងសង្គ្រាមប៉ុន្តែចំហរបស់គាត់បន្ទាប់ពីនេះតើគាត់បានធ្វើអ្វីខ្លះគាត់តែងតែមានតំណែងការទូតសហភាពអឺរ៉ុបសហរដ្ឋអាមេរិកខាងមជ្ឈមប្រទេសក៏ដូចជាខាងអារ៉ាប់រួមនោះតើគាត់ទទួលបានអ្វីខ្លះគាត់ទទួលបានការជួយចាត់ទុកដាក់ការជួយជំនួយគ្រប់បែបយ៉ាងណាប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះអាស្បាត់ដែលយើងមានលទ្ធភាពក្នុងការឈ្នះគេក៏យើងមិនធ្វើណាអាតំណែងការទូតក៏គេបាត់ទំនុកចិត្តឥឡូវយើងមានអីទៀតណាពេលថាចរចាប្រហែលថ្ងៃប្រហែលខែមុននេះវាបង្ហាញពីចំហចាញ់ច្បាប់សង្គ្រាមពេលថាចរចាគឺបញ្ជាក់ពីការចាញ់សង្គ្រាមចាញ់ព្រៀបទៅលើដៃគូសត្រូវបាទខ្ញុំនិយាយថាការចាញ់ព្រៀបខណៈដែលយើងសូមចរចាភាគីសត្រូវឆ្លៀនពៀនយើងឈរលើទឹកដីរបស់យើងមកតាមដែលខ្ញុំចាំមិនភ្លេចទេគឺ20ទីតាំងណាអញ្ចឹងឲ្យស្របឡើងវិញណារដ្ឋាភិបាលកម្ពុជាពេលនេះរឿងដែលលោកអាចធ្វើបាន3ទី1រឿងអបបំផុតគឺការចាស់ចេញពីតំណែងយើងនឹងហៅថាក្រុមការគ្រប់គ្រងច្បាប់តកលគាត់វាមានឈ្មោះឆ្អុយរលួយអញ្ចឹងថៃអាចថាវាយកម្ពុជាមកពីមានដំណំកម្ពុជាយកប្រតិកម្មធ្វើជាមនុស្សជំនិតរឿងទី1ទី2គាត់ត្រូវតែលឿនតាមរូបភាពណាក៏ដោយឯងមាននៅក្នុងដៃគឺប្រើនឹងនេះថាច្បាប់នៅក្នុងដៃច្បាប់ការដឹងចូលសិទ្ធិណាគឺយើងប្តឹងទូ ICJ គឺយើងប្តឹងបើយើងរំពឹងទៅលើការប្រើសភាវុធការសង្គ្រាមអង្គទៀតណាគឺយើងចាប់ហើយបើយើងជាឧទាហរណ៍គាត់តែប្រហែលថ្ងៃនេះថៃមានប្រាក់បំរុង20,000 លានក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជាខណៈដែលក្រសួងការពារជាតិរបស់គេមានទឹកប្រាក់តម្កល់រហូតដល់ទៅ110,000 លានខណៈដែលកម្ពុជាក្នុងមួយឆ្នាំចំណាយទៅលើវិស័យក្រសួងការពារជាតិអត់ដល់10,000 លានដុល្លារទេហើយដល់ថ្ងៃគាត់តែប្រជាជនសរុបក្នុងប្រជាជន7 ទៅ10 លាននេះណាអត្រា51នៃប្រជាជនសរុបពាក់បំណុលធនាគារវ៉ុនកអញ្ចឹងថៃមិនបាច់បាយសង្គ្រោះកម្ពុជាទេកំបាយទុកអូតម្លៃក្នុងរយៈពេលវែងកម្ពុជាមិនងាប់ទេតែហ៊ានកងទ័ពនឹងជនស៊ីវិលទេប៉ុន្តែងាប់សេដ្ឋកិច្ចដល់ក្បាលចុះនេះថាប្រទេសធ្លាក់ក្នុងអំឡុងណាវិបត្តិសេដ្ឋកិច្ចអញ្ចឹងបងប្អូនដឹងហើយប្រទេសដែលមានសង្គ្រាមធ្លាក់វិបត្តិសេដ្ឋកិច្ចគឺចប់ហើយអញ្ចឹងខ្ញុំជាចំណាក់អារម្មណ៍ខ្ញុំសង្ខេបខ្លីៗអញ្ចឹងអរគុណបងដែលបានផ្ដល់ឱកាសខ្ញុំក្នុងការបកស្រាយជាចំណាក់អារម្មណ៍បាទអរគុណចាអរគុណណាស់លោកសម្បូរដែលបកស្រាយយ៉ាងក្បោះក្បាយហើយផ្ដោតញွတ်ទៅកាន់រដ្ឋាភិបាលគឺត្រូវតែព្យាយាមធ្វើអស់លទ្ធភាព
ខ្វែងដៃខ្វែងជើងយ៉ាងណាព្រោះឱកាសនេះយើងអត់មានឱកាសទៀតទេយើងអត់មានពេលវែងទេអញ្ចឹងសំណួរសួរទៅកាន់លោកសានសម័យថាឥឡូវនេះយើងប្តឹងឲ្យតើកម្ពុជាគួរតែងាកដើម្បីបញ្ជាសង្គ្រាមរវាងកម្ពុជានិងថៃដែលថៃចិញ្ចឹមចិត្តឈ្លានពានចង់បានយើងម្ដងហើយម្ដងទៀតបានមកចំអាមហើយយកពីចំអាម3ចំអាមគឺសឹងតែយកដល់បេះដូងកម្ពុជាកណ្ដាលទីក្រុងអញ្ចឹងតើកម្ពុជាគួរតែងាកទៅលោកសេរីឬក៏ខាងកុម្មុយនីសចាសូមអញ្ជើញ បាទសូមអរគុណចំពោះសំណួរបាទយើងឃើញស្រាប់ហើយក្នុងបច្ចុប្បន្ននេះដែលយើងកន្លងមកយើងធ្លាប់ឃើញរដ្ឋាភិបាលយើងមានមហាមិត្តដៃថៃមានមហាមិត្ត10000ឆ្នាំតែក្នុងកំឡុងពេលដែលសង្គ្រាមជាមួយថៃមហាមិត្តដៃថៃទៅចងសម្ព័ន្ធភាពធ្វើពាណិជ្ជកម្មជាមួយថៃមហាមិត្ត10000ឆ្នាំដែលនៅខាងកើតនេះគឺទៅចងសម្ព័ន្ធភាពដើម្បីរៀបចំសន្តិសុខគេហៅថាភូមិសាស្ត្រនៅក្នុងបច្ចុប្បន្ននេះគេហៅថារៀបចំនៅក្នុងរូបចិនគឺផ្នែកសន្តិសុខគេបញ្ជាសង្គ្រាមជាមួយនឹងភាគីរបស់គេអញ្ចឹងគេលែងចោលគេទុកឲ្យរដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងគឺតស៊ូទៅតាមអ្វីដែលខ្លួនឯងមានសមត្ថភាពព្រោះខ្ញុំដឹងកន្លងមកលោកហ៊ុនសែនគ្រាន់តែមានបញ្ហាខ្មែរនៅខ្មែរក៏លោកហ៊ុនសែនទៅខ្ចីតបទៅខ្ចីសភាអាវុធពីវៀតណាមមកដែរណាពីយួនមកដែរអញ្ចឹងគាត់គ្មានសមត្ថភាពឯណានឹងទៅធ្វើអីឲ្យមានសន្តិសុខក្នុងតំបន់ទេឯគេចាប់ដៃគ្នាដើម្បីឲ្យមានរៀបចំសន្តិសុខក្នុងតំបន់ឃើញមិនឃើញថាប្រទេសដែលគេឃើញគេបានរឹបគេបានជញ្ជក់ពីយើងនេះអស់នេះគេទៅធ្វើមិត្តជាមួយសត្រូវយើងសួរថាបងប្អូនខ្មែរយើងទាំងអស់នេះដែលជាប្រជាពលរដ្ឋនេះបានមើលព័ត៌មានដែរទេណាហើយបានតាមដានទេនេះចង់បញ្ជាក់ថាបើសិនជាកម្ពុជាមិនផ្លាស់ប្ដូរផ្នត់គំនិតនយោបាយទេនោះកម្ពុជានឹងរលាយឆាប់ប៉ុន្តែក្នុងករណីនេះដរាបណាមានក្រុមគ្រួសារតកូលហ៊ុនគឺតកូលហ៊ុនមិនអាចទៅសហការជាមួយនឹងប្រទេសលោកសេរីបានទេព្រោះតកូលនេះគឺពោពេញទៅដោយការដឹកនាំដោយផ្ដាច់ការលំមអំណាចណាពុករលួយអញ្ចឹងអត់អាចទៅធ្វើការជាមួយលោកសេរីបានទេព្រោះលោកសេរីគេជំរុញឲ្យមានការគោរពសិទ្ធិនោះគេធ្លាប់និយាយតាំងពីរំលាយគណៈបក្សសង្គ្រោះជាតិមកម្លេះគេថាអ្នកឯងគួរតែបន្ថយណានៅកិច្ចព្រមព្រៀងអីផ្សេងៗមកណារំលឹកពីសិទ្ធិមនុស្សឡើងវិញមកអញ្ចឹងយើងឃើញស្រាប់តែលោកហ៊ុនសែនគាត់ថាអធិបតេយ្យភាពរបស់កម្ពុជាមិនស្ថិតក្រោមអំណាចរបស់អ្នកណាឡើយអានេះជាសម្ដីរបស់គាត់លោកហ៊ុនសែនតែនេះយើងឃើញស្រាប់ណាយើងឃើញស្រាប់នៅពេលណាដែលប្រជាពលរដ្ឋយើងរងគ្រោះណាផ្ទះសម្បែងណាអញ្ចឹងតើអ្នកណាគេអ្នកជួយណាចិនមកជួយមហាមិត្តដៃថៃមកជួយឬមួយក៏មហាមិត្ត10000ឆ្នាំមកជួយអត់ណាហើយស្ដាយទៅរកអង្គការសហប្រជាជាតិមិត្តលោកសេរីពេលណាដែលគេថ្លែងយោបល់ទៅគេផ្ដល់យោបល់ទៅយើងថាគេរំលោភជ្រៀតជ្រែកដែនដីឬក៏ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាណាអារឿងនេះហើយបានធ្វើឲ្យកម្ពុជាយើងទទួលការរងគ្រោះបើសិនជាយើងមានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមានសិទ្ធិមនុស្សណាមានគណៈបកនយោបាយមានសភានៅក្នុងសភានឹងមានគណៈបកប្រឆាំងមានអីគឺថៃអត់ហ៊ានទេថៃមិនហ៊ានវាយទេព្រោះអីព្រោះដោយសារតែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះគឺគាំពៀទៅដោយលោកសេរីណាដោយលោកសេរីប៉ុន្តែបើសភានៅឯកបកណាសភានៅតែគណៈបកប្រជាជនតែមួយហើយគណៈបកដទៃនៅក្នុងស្រុកនេះសូម្បីតែឈរបេក្ខភាពបោះឆ្នោតដូចជាគណៈបកភ្លើងទៀនឬក៏គណៈបកអីផ្សេងៗសត្វតែដាក់កម្រិតឲ្យគេដូចជាលោកគ្រូរងឈុនអញ្ចឹងណាហាមគាត់មិនឲ្យធ្វើឈរជាបេក្ខភាពណាមិនឲ្យគាត់ទៅបោះឆ្នោតទៅទៀតអានឹងវិសោបញ្ជាក់ទៅលើលោកសេរីថាគេអត់គ្រប់គ្រងគឺសហការមួយយើងទេហើយកម្ពុជាពេលនេះតតែរលាយគ្រួសារហ៊ុនណាតតែរលាយគ្រួសារហ៊ុននឹងបានគេស្រាវជ្រាវនឹងពង្រឹងច្បាប់ឡើងវិញនឹងកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញនេះនិយាយមិនដាក់ទំនាយទេប៉ុន្តែវាហេតុផលអញ្ចឹងព្រោះសារអីគេធ្លាប់និយាយគេធ្លាប់ប្រាប់គេធ្លាប់នេះគេជ្រឿយគេថាឲ្យយើងកែប្រែការដឹកនាំពីរបៀបផ្ដាច់ការពីរបៀបនាយករដ្ឋមន្ត្រីតែមួយជីវិតអញ្ចឹងណាគេឲ្យផ្លាស់ប្ដូរតែយើងមិនផ្លាស់ប្ដូរឲ្យយើងយកអីដែលពេលគេជ្រៀតជ្រែកគេលោកនិយាយកែប្រែទៅយើងថាកុំជ្រៀតជ្រែកគេចង់ឲ្យឯករាជ្យអានឹងខ្ញុំនិយាយដោយសារទៅសារមកខ្ញុំចង់ឲ្យអ្នកមើលទាំងអស់ហ្នឹងយកទៅពិចារណាហើយនៅពេលណាដែលទទួលរងគ្រោះបែបហ្នឹងអ្នកណាមួយជាអ្នកទទួលខុសត្រូវណាហើយតកូលហ៊ុនហ្នឹងបច្ចុប្បន្ននេះនិយាយឲ្យច្បាស់ទៅណាអួតចេញសារមកថាមិនចេញក្រៅប្រទេសមិនចេញអីត្រូវតកូលហ៊ុនមិនចេញក្រៅប្រទេសទេបើចេញមានតែចេញទៅចិនមានចេញទៅវៀតណាមមានចេញទៅសូវៀតតែបើចេញទៅប្រទេសសេរីគេនឹងចាប់ហើយគេនឹងចាប់តកូលហ៊ុនមិនបាច់ឆ្ងល់ទេអញ្ចឹងអត់ចេញទេសុំចិត្តមូលកអាចហ្នឹងណាហើយខ្ញុំសង្ឃឹមថាតកូលហ៊ុនណាមិនព្រមបន្តសង្គ្រាមឬក៏មិនព្រមដាក់ពាក្យប្តឹងដោយសារខ្លាចថៃគម្រាមទេហើយគម្រាមថាបើសិនជាដាក់ពាក្យប្តឹងឬក៏មិនចរចាជាមួយគេនឹងបាញ់ត្បូនផ្ទះលោកហ៊ុនសែនហ្នឹងឯងអញ្ចឹងខ្លាចទីឡើងរួចណាមានអីខ្លាំងទៀតណាបើកងទ័ពដាក់នៅក្រៅនោះនៅតាមខ្សែត្រៀមគ្នាមានអីគ្នាចាំតែរងចាំសក្តិស្លាប់នោះតែមានអីតបមានកំភ្លើង AK មានកំភ្លើង B កំភ្លើងអីហ្នឹងបាញ់បានស្មើជើងតែហើយដល់ពេលគេលេងជើងអាកាសលេងអីមកគេស្រោចលើកងទ័ពយើងបានអីដូចយកឆ្អឹងទៅចោលអញ្ចឹងអានេះមិនមែនជាឧទាហរណ៍សម្រាប់បច្ចុប្បន្នទេវាទៅជាប្រវត្តិសាស្ត្រហើយលោកហ៊ុនសែនក្តីមេដឹកនាំខាងក្រោយទៀតក្តីបើសិនជាអាចមានឱកាសដឹកនាំប្រទេសគួរតែបណ្ដុះនៅផ្នត់គំនិតជាតិនិយមនឹងវិញឡើងវិញណា
កុំឲ្យដូចលោកហ៊ុនសែនកាន់តែបើយើងនិយាយពីជាតិនិយមណានិយាយពីផលប្រយោជន៍ជាតិគេថាយើងនឹងជាតិនិយមជ្រុលណាគេថាយើងនឹងចិត្តសាក់បែបមិនស្រឡាញ់បែបប្រទេសជាតិជនជាតិដទៃអញ្ចឹងមិនដែលយើងស្រឡាញ់ជនជាតិខ្មែរយើងមិនដែលទៅធ្វើបាបជនជាតិណាទេណាគេទីមទីទៅភាពស្របច្បាប់របស់ជនជាតិនោះមិនមែនឲ្យចូល 10,000 20,000 1លាន 2លានឲ្យមកចុះឲ្យនៅចេញលិខិតរស់នៅអចិន្ត្រៃយ៍នោះទេណាវាអាចចឹងបានទេអាហ្នឹងគេមិនមែនហៅថាយើងសពរសធម៌ជ្រុលពេកទេវាជ្រុលដល់ថ្នាក់ថាយើងនាំប្រទេសឲ្យវាធ្លាក់ចូលក្នុងរណ្ដៅមរណៈមកដល់ចំណុចនេះខ្ញុំនឹងសួរឡើងវិញណាសួរទៅលោកហ៊ុនសែនឯណាទៅមេដៃសន្តិភាពរបស់លោកដែលធ្លាប់ទទួលបានណាដែលគេថាមេដៃណូបែលណាហើយយកអីទៅដោះស្រាយចេញមេដៃដែលទទួលបានដោយការបោកប្រាស់ណាដោយការកុហកพูดផុសទៅលើអន្តរជាតិវាជាស្នាមដំបៅណាហើយវាជាប្រវត្តិសាស្ត្រមួយដែលធ្វើឲ្យខ្មែរជឿចាប់ក្នុងបច្ចុប្បន្ននេះណាពួកគេដឹងថាយើងអួតថាទទួលបានមេដៃសន្តិភាពទូទាំងពិភពលោកណាចុះឥឡូវវាដល់ណាហើយអាមេដៃហ្នឹងហើយដំណោះស្រាយសន្តិភាពយ៉ាងម៉េចណាអានឹងយើងត្រូវតែរំលឹកឡើងវិញព្រោះកិច្ចការទាំងអស់ហ្នឹងវាជាកិច្ចការរួមណាកិច្ចការដើម្បីសន្តិភាពក្នុងប្រទេសតែបើប្រទេសគ្មានសន្តិភាពបើប្រទេសត្រូវគេជន់ឈ្លីណាបើប្រទេសត្រូវគេរំលោភបំពានតើអ្នកណាជាអ្នកទទួលខុសត្រូវហើយក៏មកអួតក្តែងថាអ្នកក្រៅប្រទេសបានទៅស្រែកវាត្រូវហើយអ្នកក្រៅប្រទេសស្រែកនឹងហើយបានជាថៃវាប្រឈប់សង្គ្រាមវាមិនមែនប្រឈប់ដោយងាយទេណាហើយអ្នកក្រៅប្រទេសហ្នឹងនិយាយហ្នឹងសូម្បីតែអូនប្រុសមុនពេជ្រដែលគាត់ដាក់ពាក្យប្តឹងទៅតុលាការ ICJ នេះក៏នាំគ្នាជាបន្តិចដែរអាហ្នឹងគេថាខ្មែរគ្មានខួរណាខ្មែរគ្មានខួរយើងត្រូវគិតថាអ្វីជាផលប្រយោជន៍ជាតិបើយើងចេះចែកដាច់ផលប្រយោជន៍ជាតិផលប្រយោជន៍សង្គមនិងផលប្រយោជន៍បុគ្គលយើងចែកអាហ្នឹងឲ្យដាច់ខ្ញុំសង្ឃឹមថាប្រទេសខ្មែរនឹងរីកចម្រើនប៉ុន្តែបើសិនជាប្រជាពលរដ្ឋខ្មែរយើងអត់តន់ចេះចែកម្លែកអាហ្នឹងចែកវាឲ្យដាច់ទេខ្មែរយើងនៅវេទនារហូតដោយសារតែខ្មែរយើងមានទំនោរមួយថាអរគុណទៅលើមេដឹកនាំហើយតាមមេដឹកនាំហ្នឹងបែបផ្ដាច់ការចឹងរហូតអាហ្នឹងវានាំឲ្យវានេះបាទខ្ញុំសូមអរគុណសូមមានប៉ុណ្្នឹងសិនចាអរគុណណាស់លោកសាន់សម័យហើយយើងឃើញថាដោយលោកសម្បូរគាត់ទៅដល់មិនបានលាដោយសារតែមានបញ្ហាបច្ចេកទេសហើយក៏សូមអរគុណគាត់ពីចម្ងាយដែលឆ្លៀតក្នុងឱកាសនឹងបានចូលរួមហើយសង្ឃឹមថាយើងនឹងជួបលោកសម្បូរនៅពេលខាងក្រោយលើក្រោយទៀតចាហើយភ្ជាប់មកវិញអរគុណបងសម័យដែលវាមានការបកស្រាយយ៉ាងក្បោះក្បាយហើយអញ្ចឹងគឺយើងឃើញថាប្រទេសកម្ពុជារបស់យើងគឺបើងាកទៅលោកកុម្មុយនីគឺមិនអាចជួយស្រោចស្រង់កម្ពុជាបានទេកម្ពុជាគួរតែងាកមកសេរីប៉ុន្តែយើងឃើញថាលោកហ៊ុនសែនគាត់ពិតជាមិនងាកមកខាងសេរីទេគាត់នឹងងាកទៅខាងកុម្មុយនីផ្ដាច់ការពួកគាត់របៀបនៃការដឹកនាំរបស់គាត់គឺវាទៅជាផ្ដាច់ការទៅហើយបើទោះជាឯកសារគតិយុត្តយើងវាមើលទៅជាធិបតេយ្យមែនប៉ុន្តែរបៀបនៃការដឹកនាំរបស់គាត់គឺផ្ដាច់ការអញ្ចឹងសរុបមកវិញយ៉ាងខ្លីតាមការបកស្រាយរបស់វាគ្មិនយើងទាំង3យើងឃើញថាដើម្បីបញ្ជាសង្គ្រាមខ្មែរថៃដាច់ខាតកម្ពុជាត្រូវតែប្តឹងទៅអន្តរជាតិឲ្យជួយជាពិសេសគឺអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារហើយក៏អញ្ជើញម្ចាស់ហត្ថលេខីមកចូលរួមដោះស្រាយបញ្ហាហើយអញ្ចឹងយើងសួរថាចុះបើរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនព្រមប្តឹងតើសួរថាសំណួរខ្ញុំត្រូវសួរថាតើប្រជាពលរដ្ឋយើងនឹងទុកឲ្យគាត់ដឹកនាំប្រទេសរបស់យើងទៅคล้ายទៅជាបាត់បង់ឲ្យថៃហែកហួរយើងទៀតឬក៏យ៉ាងណាតើប្រជាពលរដ្ឋយើងគួរតែងើបឡើងដើម្បីបដូរលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយយកមេដឹកនាំថ្មីដឹកនាំប្រទេសកម្ពុជាហើយយកករណីនេះប្តឹងទៅអន្តរជាតិចាអញ្ចឹងសូមបងសុជាតិយើងសូមយ៉ាងខ្លីចាអរគុណបន្តមកបងសាស្ត្រសម័យចាបាទអរគុណណាស់អរគុណចំពោះសំណួរមួយនេះហើយតាមពិតសំណួរនេះយើងគួរតែសួរទៅប្រជាពលរដ្ឋវិញតើប្រជាពលរដ្ឋខ្លួនឯងហ្នឹងស្រឡាញ់គ្រួសារលោកហ៊ុនសែនឬក៏ស្រឡាញ់ប្រទេសជាតិរបស់ខ្លួនឯងយើងមើលឃើញយ៉ាងច្បាស់ណាស់ការដឹកនាំជាង40ឆ្នាំរបស់លោកហ៊ុនសែនមកទល់នឹងពេលបច្ចុប្បន្ននេះសួរថាទេលោកហ៊ុនសែនមិនដែលធ្វើដើម្បីប្រទេសកម្ពុជាទេលោកហ៊ុនសែនគឺធ្វើដើម្បីតែអំណាចគ្រួសារនិងបព្វពួករបស់គាត់ទេអញ្ចឹងហើយក្នុងនាមជាពលរដ្ឋក្នុងនាមយើងជាម្ចាស់ប្រទេសក្នុងនាមយើងជាម្ចាស់ឆ្នោតយើងត្រូវតែប្រើប្រាស់នៅដំបងរបស់យើងគឺជាសញ្ញាឆ្នោតឬក៏ដំបងរបស់យើងគឺជាកម្លាំងនៃការក្រោកឈរឡើងសាមគ្គីគ្នាជាធ្លុងតែមួយហើយយើងមើលឃើញយ៉ាងច្បាស់ណាស់ប្រទេសដែលគេអាចផ្លាស់ប្ដូរប្រទេសផ្ដាច់ការឬក៏មានដំណំផ្ដាច់ការនៅក្នុងប្រទេសមួយបានគឺទាល់តែកម្លាំងប្រជាពលរដ្ឋក្នុងការក្រោកឈរទាំងអស់គ្នាដើម្បីផ្លាស់ប្ដូរហើយក្រោកឈរដើម្បីផ្លាស់ប្ដូរនេះយើងមានគំរូជាច្រើនគឺប្រទេសថ្មីនេះគឺជាគេហៅថាក្រមយុវជន Gen Z នោះវាផុសផុលនៅលើប្រទេសមួយចំនួនដែលគេផ្លាស់ប្ដូរជនផ្ដាច់ការឬក៏អ្នកដឹកនាំផ្ដាច់ការក្រៅចំណាយហ្នឹងឲ្យចុះចេញពីតំណែងហើយលើកមេដឹកនាំថ្មីដើម្បីឲ្យមានការដឹកនាំប្រកបដោយ
ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាពិសេសសេរីភាពរបស់ប្រជាពលរដ្ឋហើយសួរថាប្រជាពលរដ្ឋយើងនៅតែខំស្មៅក្រាញឲ្យគេវាយឲ្យគេជិះជាន់អញ្ចឹងបន្តទៀតដូចជាសម័យពលពតគេយកចង្វាចេកមួយមកចងដៃបន្តគ្នាអូសយកទៅសម្លាប់អញ្ចឹងទៀតឬក៏យើងគួរតែរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើបហើយក្រោកឈរឡើងដើម្បីផ្លាស់ប្ដូរមេដឹកនាំហើយសួរថាការផ្លាស់ប្ដូរមេដឹកនាំទៅបានតើយើងគួរប្រើវិធីបែបណាខ្លះក្នុងការផ្លាស់ប្ដូរមេដឹកនាំក្រាញអំណាចគឺយើងមានចំណុច2ឬទៅ3ធំទី1គឺយើងផ្លាស់ប្ដូរមេដឹកនាំតែក្រាញអំណាចនឹងតាមរយៈការបោះឆ្នោតតាមរយៈការបោះឆ្នោតនឹងយើងរំពឹងសម្លឹងទៅលើគណៈបកណាដែលមានសក្តានុពលគណៈបកណាដែលមានភក្ដីភាពបម្រើឲ្យប្រជាពលរដ្ឋដោយសុទ្ធចិត្តឬក៏ដោយយុត្តិធម៌ត្រឹមត្រូវមិនលំអៀងហើយមួយវិញទៀតគឺការក្រោកឈរឡើងដោយកម្លាំងប្រជាពលរដ្ឋក្នុងការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការមានន័យថាកម្លាំងប្រជាពលរដ្ឋទាំងអស់ត្រូវតែក្រោកឈរឡើងទាមទារហើយឲ្យមេដឹកនាំចុះចេញពីអំណាចហើយយើងនឹងជ្រើសរើសយកមេដឹកនាំដែលមានសមត្ថភាពក្នុងការដឹកនាំមកដឹកនាំបន្តហើយពិសេសមួយទៀតនោះអ្វីដែលយើងគួរសម្លឹងមើលឃើញចំណុចសំខាន់នោះហើយអំឡុងពេលនេះនៅក្នុងពេលមានសង្គ្រាមនេះតើសង្គ្រាមនេះកើតចេញមកពីណាសង្គ្រាមនេះគឺយើងមើលឲ្យច្បាស់អំពីសារបាននៃសង្គ្រាមរវាងថៃមកលើកម្ពុជានេះគឺជាការដើមហេតុឡើងដោយលោកហ៊ុនសែនគឺមានន័យថារវាងគ្រួសារធំពីរកាន់អំណាចនៅប្រទេសកម្ពុជានិងកាន់អំណាចនៅក្នុងប្រទេសថៃគឺគ្រួសារលោកថាក់ស៊ីននិងគ្រួសាររបស់លោកហ៊ុនសែនហើយការផ្ដោះដងលក់លើយគ្នាដោយសារសម្ដីដោយសារបញ្ចេញសារសំលេងផេនថងតាមអីជាដើមនេះគឺជាចំណុចមួយដែលធ្វើឲ្យផ្ទុះសង្គ្រាមកើតឡើងគេចោទលោកហ៊ុនសែនថាគឺជាការលូកចូលក្នុងទីក្នុងនៃបញ្ហាជាតិរបស់គេណានេះហើយអ្វីដែលគេកំពុងតែផ្ទះភ្លៀងលោកហ៊ុនសែនអ្វីដែលគេកំពុងតែវាយលោកហ៊ុនសែននឹងស្បែកជើងនោះគឺការប្រកបទ្រព្យសម្បត្តិលោកលីយ៉ុងផាតការរឹបអូសយកទ្រព្យសម្បត្តិអុកញ៉ាជាច្រើនដែលទៅទិញទ្រព្យសម្បត្តិទិញផ្ទះទិញអីជាដើមនៅក្នុងប្រទេសថៃនេះឃើញគេប្រកបទ្រព្យសម្បត្តិគេអីអានេះគឺជាគេផ្ទះកព្រៀងរបស់លោកហ៊ុនសែនឲ្យលោកហ៊ុនសែនដឹងហើយមិនត្រឹមតែប៉ុណ្ណោះទេជាយុទ្ធសាស្ត្រមួយទៀតដែលគេចង់ឈ្លានពានប្រទេសកម្ពុជាយើងផងនោះគឺការបើកឈ្លានពានហើយយកលេសមួយក្រោមការបង្ក្រាបពួកឧក្រិដ្ឋកម្មសង្គ្រាមពួកឧក្រិដ្ឋកម្មអនឡាញពួកឧក្រិដ្ឋកម្មអនឡាញហើយវាជារឿងច្បាស់ណាស់អនឡាញនេះគឺលោកហ៊ុនសែនបានយកពួកអក្រិតជនអនឡាញមកនៅក្បែរខ្លួនគឺបន្ទាប់ពីនេះទោះបីចេញច្បាប់ដកសញ្ជាតិហើយក៏នៅតែមិនទាន់ដកសញ្ជាតិ Gen Z ហើយទោះបីមានច្បាប់ដែលអន្តរជាតិគេកំពុងតាមចាប់ Gen Z ហើយក៏លោកហ៊ុនសែនពុំទាន់ដកក្រមងារជាទីប្រឹក្សាមិនទាន់ដកក្រមងារជាអង្គការរបស់ខ្មែរនៅឡើយហើយបន្ទាប់ពីនេះ Gen Z មិនដឹងថារស់នៅទីណាប្រហែលជារស់នៅក្នុងប្រទេសកម្ពុជានេះឯងអញ្ចឹងហើយក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរគួរតែក្រោកឈរឡើងចង្អុលមុខទៅលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគួរតែចុះចេញពីអំណាចទៅគួរតែចុះចេញពីតំណែងទៅដើម្បីឲ្យអ្នកមានសមត្ថភាពក្នុងការដឹកនាំប្រទេសមួយនេះធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានប្រទេសកក់សន្តិភាពមួយយើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋត្រូវតែជ្រោមទង់ជាតិកម្ពុជាដើម្បីឆ្ពោះទៅរកកក់សន្តិភាពនាថ្ងៃអនាគតបាទសូមអរគុណចាអរគុណណាស់ការបកស្រាយយ៉ាងក្បោះក្បាយអញ្ចឹងដោយសារពេលវេលាយើងខ្លីសំណួរនេះនឹងភ្ជាប់ទៅលោកសាមសម័យហើយភ្ជាប់ជាមួយនឹងសំណួរមួយទៀតដោយស្រដៀងគ្នាដែរថាបន្តរដ្ឋាភិបាលបន្តស្ងប់ស្ងាត់អត់ធ្មត់ហើយនយោបាយចាស់ទុំតើប្រជាពលរដ្ឋយើងទ្រាំតាមរដ្ឋាភិបាលយើងដល់ពេលណាទៀតហើយយើងគួរតែក្រោកឡើងដូចនឹងលោកសំសុជាតិលើកខាងដើមហើយអញ្ចឹងសំណួរនេះជូនទៅបងសានសម័យចាបាទសូមអរគុណចំពោះសំណួរប៉ុន្តែមុននឹងឆ្លើយសំណួរខ្ញុំក៏សូមលើកជាឧទាហរណ៍បច្ចុប្បន្ននេះដែរណាយើងឃើញស្រាប់ហើយនៅពេលណាដែលយើងជឿជាក់ទៅលើមេដឹកនាំមួយតែលទ្ធផលយើងឃើញស្រាប់ហើយនេះតាមព្រំដែននៅតាមព្រំដែនបងប្អូនប៉ុន្តែបើសិនជាបងប្អូនមិនព្រមជំរុញខ្ញុំប្រើពាក្យជំរុញឲ្យបងប្អូនទាំងអស់គ្នាវាជាសម្លេងមួយសម្រាប់ផ្ដល់ឲ្យទៅរដ្ឋាភិបាលលោកហ៊ុនសែនតកូលរហូតណាឲ្យជ្រាបច្បាស់ថាត្រូវតែជំរុញឲ្យគាត់ដាក់ពាក្យបណ្ដឹងបើសិនជាមិនជំរុញទេបងប្អូនពិតជាបានទទួលឃើញវីដេអូដែលឆ្លងកាត់ការរងទុក្ខវេទនាជលៀកណាយើងសម័យទៅដល់ឆ្នាំ1979ណា80រហូតដល់1989 90 91 92ហ្នឹងបងប្អូននៅតែជលៀករហូតណាជំនះពីសង្គ្រាមអញ្ចឹងតើបងប្អូនសុខចិត្តរស់នៅក្នុងភ្លើងសង្គ្រាមឬមួយបងប្អូនរស់នៅក្នុងភ្លើងសន្តិភាពបើបងប្អូនរស់ក្នុងភ្លើងសន្តិភាពចង់រស់នៅក្នុងភ្លើងសន្តិភាពបងប្អូនកុំខ្លាចណាបងប្អូនកុំខ្លាចខ្ញុំមកទៅផ្ដួលរំលំលោកហ៊ុនសែនទេណាខ្ញុំគាត់តែប្រាប់ពាក្យថាដាក់សំណើទៅឲ្យរដ្ឋាភិបាលនឹងទៅ17លាននាក់ពេលណាដែលដាក់សំណើនេះទៅគេនឹងរដ្ឋាភិបាលនឹងអាចគិតថានឹងត្រូវតែដាក់ពាក្យបណ្ដឹងហើយប៉ុន្តែបើបងប្អូននៅតែជឿជាក់បងប្អូននៅតែទុកចិត្តបងប្អូននៅតែរងគ្រោះថ្ងៃនេះអ្នកព្រំដែនខាងលិចមិនប្រកាសថាថ្ងៃស្អែកឬខាងស្អែកអ្នកព្រំដែនខាងកើតក៏ត្រូវវេទនាដូចគ្នាដែរ
ហើយមិនត្រឹមតែប៉ុណ្ណោះណាអ្នកក្រុងភ្នំពេញក៏ត្រូវតែទទួលរងការទទួលគ្រាប់ផ្លោងនេះទម្លាក់ពីបរទេសដែរណាបងប្អូនទៅចាំហើយមិនបាច់ទេមិនឆ្ងល់រឿងហ្នឹងតែខ្ញុំនិយាយថ្ងៃនេះបងប្អូនត្រូវតាមដានមើលខ្លួនឯងជេរថ្ងៃនេះជេរចុះដល់ទាចុះណាថាមិនថាចុះអានេះវាជាការពិតនៅពេលណាដែលយើងដឹកនាំកំសោយហើយយើងមិនចុះចេញយើងមិនផ្ទេរសិទ្ធយើងមិនបកគលឲ្យគេវិញណាឲ្យប្រជាពលរដ្ឋវិញអានោះនឹងទទួលហើយយើងមិនបាច់ឆ្ងល់ទេប្រវត្តិសាស្ត្រវិចារទុកទៅហើយហើយលោកហ៊ុនសែននឹងមិនមែនដឹកនាំមកអីហ្នឹងទេណាបើចេះមានយូរហើយណាបើចេះកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិគឺមានយូរហើយតាំងពីឆ្នាំ1991រហូតមកដល់ពេលនេះប្រហែលឆ្នាំយើងឃើញហើយណាវាចូល30-40ឆ្នាំដែរហើយប្រទេសដែលដឹកនាំដោយសន្តិភាពតែគេពោលថាសន្តិភាពប៉ុន្តែសួរថាបច្ចុប្បន្នប្រទេសកម្ពុជាដឹកនាំឡើងដល់ប៉ុណ្ណាទទួលស្គាល់ផ្លូវខ្នល់ផ្លូវការអភិវឌ្ឍផ្សេងៗគឺយើងមានយើងទទួលស្គាល់ណាប៉ុន្តែសួរថាយើងបាត់បង់វិញយើងបាត់បង់ខ្លះណារ៉ែមានតម្លៃរ៉ែមាសរ៉ែពេជ្ររ៉ែត្បូងណាព្រៃឈើអស់លីងត្រីអស់ពីទឹកណាអានឹងអភិវឌ្ឍដល់ប៉ុណ្ណាទៀតណាយើងឃើញយើងធ្វើការប្រៀបធៀបយើងកុំគិតអីថាអូប្រទេសយើងវាមិនទាន់អស់ទេសមិទ្ធផលអស់ហ្នឹងអស់ហើយបានចិនវាចិនណាតើអស់ហ្នឹងហើយបានចិនវាចាប់ដៃជាមួយថៃណាហើយវាគ្មានលទ្ធផលអីទេដីសមុទ្រទឹកសមុទ្រទឹកអីគេយកអស់ហើយរឿងអីដែលវៀតណាមវាមិនចាប់ដៃជាមួយថៃណាពួកវាអត់មានអីត្រូវមកនិយាយជាមួយយើងទេបើថ្ងៃឆ្លងកាត់គេឆ្លងកាត់សមុទ្ររបស់គេទាំងពីរហ្នឹងហើយអាហ្នឹងហើយជារឿងគ្រោះថ្នាក់បងប្អូនបើមិនផ្ដួលហ៊ានពោលពាក្យនិយាយថាសុំឲ្យដាក់ពាក្យបណ្ដឹងមកណាបើយើងខ្លាចថាពាក្យផ្ដួលរំលំនឹងវាលំបាកពេកអាហ្នឹងយើងមិនហ៊ានតស៊ូហើយបើយើងមិនគ្រាន់តែប៉ុណ្្នឹងហើយយើងអត់ហ៊ាននិយាយទៀតអាហ្នឹងវាសំល្មមហើយខ្មែរណាវាសំល្មមហើយនឹងទូរងគ្រោះវាសំល្មមនឹងហើយនឹងរលាយប្រទេសណាវាអត់មានអីត្រូវពិបាកទេពួកខ្ញុំនិយាយនៅក្រៅស្រុកខ្ញុំនិយាយនេះមិនមែនថាបើសិនជាខ្ញុំរងស៊ីធ្វើការធម្មតាណាខ្ញុំរាប់បានហើយខ្ញុំសុខស្បាយហើយណាខ្ញុំអត់ពិបាកទេប៉ុន្តែបងប្អូនយើងនៅក្នុងស្រុកទេតែពិបាកណាពិបាករត់កិច្ចគ្រាប់ផ្លោងពិបាកកិច្ចរងសម្ពាធនេះណាប្រឈមនឹងការគំរាមកំហែងរបស់រដ្ឋាភិបាលទៅទៀតណាអានោះហើយអញ្ចឹងបងប្អូនងើបឡើងទៅងើបបើមិនងើបផ្ដួលងើបនិយាយទៅងើបនាំគ្នានិយាយទាំងអស់គ្នាចុងខ្លះណាព្រោះអស់ផ្ទះសបាយអស់ដីធ្លីរបស់បងប្អូនជាពលរដ្ឋតាមព្រំដែនហ្នឹងថ្ងៃក្រោយទៅយើងនឹងអស់ដូចគ្នាយើងនឹងវិនិច្ឆ័យដូចគ្នាអញ្ចឹងយើងនិយាយទៅកុំខ្លាចកុំចាំដល់ពេលថាអូកកដល់មាត់ដៅបាត់ផ្លែលោកឲ្យជួយផងណាលោកឲ្យជួយផងអាហ្នឹងហួសពេលហើយបងប្អូនហួសពេលហើយមានណាជួយយើងបានទេណាខ្ញុំសូមមានប៉ុណ្ណឹងសូមអរគុណដល់អ្នកសម្របលោកចាអរគុណណាស់វាគ្មិនយើងដែលបកស្រាយនេះឱកាសនេះយ៉ាងខ្វះក្បាយអញ្ចឹងយើងឃើញថាឱកាសនេះយើងអត់មានសង្ឃឹមអីទេគឺប្រជាពលរដ្ឋគួរតែក្រោកឡើងបញ្ចេញសម្លេងគឺអត់មានបញ្ចេញសម្លេងឡើងទៅយកភ្លើងបាញ់គ្រួសារលោកហ៊ុនសែនទេអត់ទេគឺបញ្ចេញសម្លេងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាយកករណីនេះប្តឹងទៅអន្តរជាតិក៏ដូចជាឲ្យអនុវត្តកិច្ចព្រមព្រៀង$23ដើម្បីឲ្យកម្ពុជារួចផុតពីការឈ្លានពានរបស់ថៃអញ្ចឹងមានបើសិនជារដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគាត់មិនប្តឹងបងប្អូនត្រូវតែនាំគ្នាក្រោកឡើងទាមទារឲ្យរដ្ឋាភិបាលប្តឹងហើយបើសិនជាយើងតាមមើលតាមគាត់សិនព្រោះឱកាសនេះយើងអាចមានពេលវេលាថាទៅផ្ដួលគាត់ហើយសង្គ្រាមថៃវាចូលឈ្លានពានអញ្ចឹងវាធ្លាក់ទៅបាក់កម្ពុជាឱកាសនឹងវៀតណាមចូលមកដែរហើយកម្ពុជាជាពីរអញ្ចឹងយើងគឺងើបជាសម្លេងឡើងឲ្យរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតយកករណីនឹងឲ្យស្រូតប្តឹងទៅអន្តរជាតិឲ្យជួយតាំងប្តឹងខាងច្បាប់សមុទ្រព្រោះគេបិទផ្លូវចរាចរណ៍បើយើងផ្លូវទឹកដូចជា UN ផ្លូវអីអញ្ចឹងជាដើមប្តឹងមក ICJ ICC ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀង$23ដាច់ខាតត្រូវតែអនុវត្តឲ្យស្រូតឲ្យលឿនជាបន្ទាន់បើមិនដូច្នោះទេយើងជឿជាក់ថាថៃវាចិញ្ចឹមចិត្តវានឹងយកកម្ពុជានឹងធ្វើជាសង្គ្រាមបង្កឲ្យមានសង្គ្រាមជាលើកទី3ជាក់ជាពំខានអញ្ចឹងប្រជាពលរដ្ឋសូមយើងនាំគ្នាក្រោកឡើងបញ្ចេញសម្លេងឲ្យរដ្ឋាភិបាលប្តឹងឲ្យស្រូតឲ្យលឿនដើម្បីឲ្យយើងនឹងបានសុខសន្តិភាពពិតប្រាកដតែបើពុំដូច្នោះទេបើសិនជាកម្ពុជាមិនធ្វើទេអញ្ចឹងសូមបងប្អូនអាចគិតពិចារណាឡើងវិញថាគួរតែបដូរមេដឹកនាំចេញដើម្បីឲ្យអន្តរជាតិគេឃើញថាអូមេដឹកនាំដែលមានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែលអសមត្ថភាពនេះគឺគាត់លែងដឹកនាំកម្ពុជាហើយអញ្ចឹងគេនឹងលូកដៃមកជួយកម្ពុជាពេញលេញចាអញ្ចឹងជាចុងក្រោយគឺសូមវាគ្មិនយើងម្នាក់បន្តិចជាចុងក្រោយតើតងចំណាប់អារម្មណ៍មានអ្វីបន្ថែមឬក៏សំណូមពរទៅកាន់រដ្ឋាភិបាលក៏ដូចជាការណែនាំទៅកាន់ប្រជាពលរដ្ឋយើងនៅតាមព្រំដែនដែរទេចាសូមអញ្ជើញម្នាក់3នាទីចាសុជាតិមុនខ្ញុំចោលទេចាបងសានហ្មងសុជាតិមុនចោលទេអូខេបាទអរគុណដែលបានផ្ដល់ឱកាសឲ្យជាលើកចុងក្រោយជាពេលចុងក្រោយមិនមែនជាលើកចុងក្រោយជាពេលចុងក្រោយហ្នឹងហើយយើងចំណាយពេលវេលាជជែកនៅក្នុងកម្មវិធីនេះវាជាកិត្តិយសមួយដើម្បីផ្ដល់នៅគំនិតយោបល់ក៏ដូចជាសម្លេងយើងក្នុងនាមជាប្រជាពលរដ្ឋមួយរូបដែលរស់នៅក្រៅប្រទេសដែលរស់នៅក្នុងប្រទេសដែលគេគោរពសិទ្ធិក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យហើយយើងក៏ចង់ឲ្យប្រជាជនកម្ពុជាយើងក៏ចង់ឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យហើយប្រជាជនកម្ពុជារស់នៅក្នុងភាពសុខដុមរមនាហើយរស់នៅដោយការគោរពគ្នាទៅវិញទៅមកគឺការគោរពសិទ្ធិមនុស្សហើយយើងចង់ឲ្យអ្វីទៅដែលជាសិទ្ធិមនុស្សពិតប្រាកដហើយយើងចង់ឲ្យប្រជាពលរដ្ឋកម្ពុជារបស់យើងឲ្យគាត់ស្គាល់រសជាតិនៃលទ្ធិប្រជាធិបតេយ្យស្គាល់រសជាតិនៃសិទ្ធិមនុស្សសិទ្ធិពេញលេញដែលខ្លួនមានពីកំណើត
ណាសិទ្ធិរស់រានមានជីវិតសិទ្ធិក្នុងការដើរហើរសិទ្ធិគ្រប់សពបែបយ៉ាងទាំងអស់ដែលខ្លួនមានហើយត្រូវបានធានាដោយអន្តរជាតិត្រូវបានធានាដោយច្បាប់អន្តរជាតិនិងច្បាប់ជាតិនេះអ្វីជាគោលបំណងដែលយើងចង់ចែករំលែកហើយអ្វីមួយទៀតនោះដែលយើងចង់បន្លឺសម្លេងតាមរយៈការផ្សព្វផ្សាយក៏ដូចជានៅក្នុងរាត្រីនេះគឺយើងចង់ប្រាប់ទៅរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគួរណាស់តែយកប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋទាំង17លាននាក់ដាក់ក្នុងបេះដូងរបស់គាត់ហើយកែប្រែនៅការដឹកនាំមួយដែលប្រកបដោយទស្សនវិជ្ជាធម៌ឬក៏ប្រកបទៅដោយអគតិធម៌4មានន័យថាមិនលំអៀងដោយធម៌4យ៉ាងហើយមួយវិញទៀតយើងចង់ឲ្យរដ្ឋាភិបាលយកដែនអធិបតេយ្យភាពរបស់ជាតិហ្នឹងធំជាងគ្រួសាររបស់ខ្លួនធំជាងក្តីសុខរបស់គ្រួសារខ្លួនហើយក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃនេះទោះបីបិទថាជាកំហុសរបស់ក្រុមគ្រួសារលោកហ៊ុនសែនមែនតែលោកហ៊ុនសែនគួរណាស់តែលាងខ្លួនឲ្យស្អាតគឺការកែប្រែកំហុសរបស់ខ្លួននឹងយកបញ្ហានៃការចំនួនមួយនេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិហើយនឹងទៅប្តឹងនៅតុលាការយុត្តិធម៌ ICC ដែលថៃកំពុងតែបញ្ចេញនៅមហិច្ឆតារបស់ខ្លួនលើកតបាក់ប្រទេសកម្ពុជាហើយបំផ្លាញនៅទ្រព្យសម្បត្តិប្រទេសកម្ពុជាហើយនឹងបំផ្លាញនៅសម្បត្តិរបស់ពលរដ្ឋអីជាដើមហើយអ្វីដែលយើងមើលឃើញយ៉ាងច្បាស់នោះគឺថៃក៏ឃ្លានណាស់ក្នុងការឈ្លានពានម្ដងហើយម្ដងទៀតទោះបីថាមានអន្តរជាតិមានត្រាំមានប្រទេសដែលជាប្រទេសអាស៊ានជាអ្នកសម្របសម្រួលក្តីក៏តែថៃមិនស្ដាប់ទេអញ្ចឹងលោកហ៊ុនសែនគួរណាស់តែកែប្រែកំហុសរបស់ខ្លួនឲ្យคล้ายទៅជាចំណុចមួយដែលជៀសផុតពីការកត់ទុករបស់ប្រជាពលរដ្ឋគឺត្រូវយកបញ្ហានេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICC ហើយនឹងជាពិសេសគឺការកត់រំលឹកឡើងវិញនៅកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស23ដុល្លារនេះជាអ្វីដែលជាការស្នើសុំរបស់ខ្ញុំហើយផ្ទុយទៅវិញបើលោកហ៊ុនសែននៅតែមិនទទួលកំហុសរបស់ខ្លួនទេមិនទៅខមាទោសចំពោះវីរៈកងទ័ពដែលបានបូជាបលិកម្មនៅក្នុងសមរភូមិទេយើងទាំងអស់គ្នាជាប្រជាពលរដ្ឋគួរណាស់តែងើបក្រោកឈរឡើងចង្អុលមុខលោកហ៊ុនសែនទាំងអស់គ្នាគួរណាស់ងើបក្រោកឈរឡើងចង្អុលលោកហ៊ុនសែនទាំងអស់គ្នាហើយត្រូវឲ្យគាត់ចុះចេញពីតំណែងហើយបដូរមេដឹកនាំមិនថាក្នុងគណៈបកប្រជាជនឬក៏គណៈបកណាទេដែលគាត់មានមនសិការនិងមាននៅសមានចិត្តចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាបាទសូមអរគុណសូមគោរពលាអរគុណច្រើនបាទឥឡូវលោកសុជាតិបានលើសនាទី2នាទីឥឡូវខ្ញុំមកតុំថ្លៃទៅចប់ហ្នឹងហើយបាទអត់អីទេខ្ញុំសូមថ្លៃអត់វែងទេខ្ញុំសូមផ្ញើភាសាពេញនិយមរបស់បងប្អូននៅក្នុងស្រុកណាដែលប្រើពាក្យថាស៊ីមសំអាននិងស៊ីមសំរងស៊ីបាទនេះខ្ញុំផ្ញើទៅពីនាយពីចម្ងាយថាគួរប្រើគួរក្បាលសម្រាប់ពិចារណាឲ្យមែនទែនស៊ីមសំអានរៀបចំឯកសារប្តឹងទៅអន្តរជាតិដើម្បីពាក់ព័ន្ធការរំលោភបំពានរបស់ថៃតែលោកប្រធានស៊ីមសំរងស៊ីគាត់នឹងរៀបចំពាក្យបណ្ដឹងទៅតុលាការអន្តរជាតិផងដែរតាក់ទងនឹងការថៃឈ្លានពានបំផ្លិចបំផ្លាញត្រូវតែទាមទារសំណងជូនមកប្រជាពលរដ្ឋនិងប្រទេសកម្ពុជាវិញអានេះជាលទ្ធផលដែលស៊ីមទាំងពីរធ្វើតែខ្ញុំសូមធ្វើការពិភាក្សាចំពោះរដ្ឋាភិបាលរាល់ថ្ងៃឯកអគ្គរដ្ឋទូតនៅថៃរាល់ថ្ងៃនេះកំពុងតែស្រាវជ្រាវចុះប្តឹងថៃឲ្យទៅចាប់ខ្មែរណានឹងមួយជាទង្វើអាក្រក់ណាក្នុងកំឡុងពេលដែលថៃធ្វើសង្គ្រាមជាមួយខ្មែរហើយទូតខ្មែរនឹងមិនធ្វើការជួយប្រជាជនខ្មែរបែរជារត់ទៅប្តឹងរដ្ឋអំណាចថៃឲ្យទៅចាប់ខ្មែរទៅទៀតអានឹងហើយជារបបចង្រៃផុតពូជណាខ្ញុំថាអាចចង្រៃចឹងចុះព្រោះមេដឹកនាំណាដែលគ្មានសិលធម៌មេដឹកនាំដែលដឹកនាំដោយគ្មានសិលធម៌ណាវាធ្វើឲ្យប្រទេសជាតិវិនាសអញ្ចឹងសូមបងប្អូនដែលពោលពាក្យហ្នឹងណាពោលពាក្យស៊ីមសំអានស៊ីមសំរងស៊ីសូមយកគូក្បាលទៅគិតឲ្យបានច្បាស់ណាបើយើងជេរមកជេរប្រមាណកោក៏វាមិនអីដែរណាប៉ុន្តែលទ្ធផលបងប្អូនទេអ្នកទទួលមិនមែនគាត់ទាំងពីរនឹងអ្នកទទួលទេណាបងប្អូនចាំឲ្យច្បាស់ពាក្យហ្នឹងគឺមិនមានន័យអីទៅថាអូខឹងបងប្អូនទេលទ្ធិប្រជាធិបតេយ្យជេរស៊ីមសំអានអ្នកបានសុខជេរស៊ីមសំរងស៊ីអ្នកបានសុខប៉ុន្តែអ្នកនឹងទទួលរងទុក្ខនៅពេលណាដែលគេរំលោភបំពានប្រទេសជាតិយើងណាបងប្អូនហើយពួកយើងនៅក្រៅប្រទេសរដ្ឋាភិបាល23ដុល្លារខ្ញុំឃើញខមមិនណាថាឲ្យពួកនឹងធ្វើទៅប្តឹងទៅយើងប្តឹងហើយណាយើងប្តឹងហើយប៉ុន្តែចុងក្រោយអរដ្ឋផលយ៉ាងណានោះក៏យើងគឺធ្វើទៅតាមលទ្ធភាពរបស់ពួកយើងធ្វើណាគឺយើងបានតែនាំពំនាំសេចក្តីកង្វល់ទុកព្រួយរបស់យើងទៅទេចុងក្រោយនៅពេលណាដែលតុលាការនឹងគេសើរកគេទទួលពាក្យប្តឹងហើយក៏គេត្រូវធ្វើការជាមួយរដ្ឋាភិបាលក្រុងភ្នំពេញដែរណាហើយចាំឲ្យច្បាស់ហ្នឹងបើសិនជាគេមិនទៅស៊ើបអង្កេតនៅក្រុងភ្នំពេញបើសិនជារដ្ឋាភិបាលក្រុងភ្នំពេញមិនសហការទេមានន័យថារដ្ឋាភិបាលក្រុងភ្នំពេញជាអ្នកបង្កហេតុធ្វើឲ្យប្រជាពលរដ្ឋស្លាប់ធ្វើឲ្យកងទ័ពស្លាប់ណាធ្វើឲ្យវិនិច្ឆ័យដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះរដ្ឋាភិបាលក្រុងភ្នំពេញជាអ្នកទទួលបាទខ្ញុំសូមអរគុណចាអរគុណណាស់សម្រាប់វិក្កាមយើងនេះរាត្រីនេះហើយយើងឃើញថាពេលវេលាយើងបានរំកិលហួសបន្តិចហើយតែមិនអីទេអញ្ចឹងជាចុងក្រោយក៏សូមអរគុណដល់វិក្កាមទាំងពីររូបដែលចំណាយពេលមានតម្លៃចូលរួមក្នុងកម្មវិធីសង្ឃឹមថាយើងនឹងជួបគ្នានាឱកាសក្រោយទៀតហើយជាចុងក្រោយនេះខ្ញុំក៏សូមផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់
បណ្ដាប្រទេសគ្រប់និន្នាការនយោបាយក្នុងឱកាសនេះសូមបងប្អូនយើងរួបរวมប្រើជាសម្លេងប្រើជាសិទ្ធិអាចធ្វើអីតាមលទ្ធភាពដែលបងប្អូនអាចគឺយើងធ្វើយ៉ាងណាឲ្យកម្ពុជាយើងរួចផុតពីការឈ្លានពានរបស់ប្រទេសសៀមបាក់យើងទុកមួយ license អ្នកដឹកនាំយើងទឹកមួយ license អញ្ចឹងយើងរួបរวมធ្វើម៉េចឲ្យសៀមបញ្ចប់សង្គ្រាមជាមួយយើងជាសាពរហើយក៏សូមឲ្យបងប្អូនបន្តប្រើសម្លេងបន្តធ្វើការអំពាវនាវទៅទូតនៅតាមបណ្ដាប្រទេសដែលបងប្អូនរស់នៅហើយក៏អំពាវនាវបងប្អូនទាំងអស់គ្នាចូលរួមជាថវិកាជាសម្លេងដល់បងប្អូនយើងជាជនភៀសសិទ្ធនៅឯក្នុងប្រទេសកម្ពុជាក៏ដូចជាអំពាវនាវផ្សព្វផ្សាយតាំងពីការថែទាំសុខភាពជាដើមដល់បងប្អូនយើងនៅតំបន់ជនភៀសសិទ្ធដូចគ្នាហើយយើងបន្តចូលរួមទាំងអស់គ្នាបន្តទៀតដើម្បីប្រទេសកម្ពុជារបស់យើងដើម្បីប្រជាជាតិខ្មែរយើងហើយអ្នកនៅខាងក្នុងគាត់អាចអញ្ជើញចូលរួមបន្តបរិច្ចាគឈាមដដែលអាចចូលជាថវិកាដដែលសូមយើងបន្តចូលរួមរហូតដូចជាភ្លៀងរលឹមឲ្យមានរយៈពេលយូរហើយអ្វីដែលសំខាន់បំផុតមួយទៀតនោះគឺពហិការមិនប្រើផលិតផលសៀមគ្រប់គ្រងផលិតផលក្នុងស្រុកបង្កើតខ្លួនឯងប្រើប្រាស់ខ្លួនឯងហើយយើងជាយាមនាំចេញដើម្បីឲ្យសេដ្ឋកិច្ចយើងកើនឡើងហើយយើងឃើញថាពាក្យសន្តិភាពមួយម៉ាត់នេះហើយដែលធ្វើឲ្យយើងភ្លេចខ្លួនភ្លេចបង្កើនការការពារតាមព្រំដែនប្រព័ន្ធយោធាជាដើមដែលធ្វើឲ្យយើងធ្លាក់ដល់ចំណុចនេះធ្វើឲ្យគេបាញ់គេសម្លាប់តាមចិត្តធ្វើឲ្យយើងរងគ្រោះតាមចិត្តអញ្ចឹងសូមបងប្អូនយើងពីពេលនេះតទៅគឺយើងតាំងចិត្តទទួលយកហើយចាប់ដើមពង្រឹងសាមគ្គីគ្នាឡើងវិញហើយប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ននៅតែអសមត្ថភាពក្នុងការធ្វើឲ្យកម្ពុជាមានសុខសុវត្ថិភាពពិតប្រាកដសន្តិភាពពិតប្រាកដគួរតែចុះចេញទៅឲ្យអ្នកថ្មីគេឡើងមកដើម្បីមានការរីកចម្រើនចាអញ្ចឹងខ្ញុំទីចុងក្រោយមានតែប៉ុណ្្នឹងសូមអរគុណទស្សនិកជនដែលកំពុងតែតាមដាននារីនេះហើយក៏អរគុណវិក្កាមយើងម្ដងទៀតសង្ឃឹមថាយើងជួបគ្នានាឱកាសក្រោយចាសូមអរគុណសូមជម្រាបលាអរគុណច្រើនសូមគោរពលាបាទសូមអរគុណឥឡូវនេះដូចសុខខ្មែរកំពុងមានរឿងអ្នកណាចង់មកជួយខ្មែរបើហ៊ុនសែនជាអ្នកដឹកនាំប្រទេសមានតែមកសហការជាមួយរដ្ឋាភិបាលហ៊ុនសែនគេដឹងថារដ្ឋាភិបាលចោលណាចង់មកធ្វើការជាមួយចោលណាចង់ការពារចោលគេអត់មកទេអញ្ចឹងតារាមណាហ៊ុនសែននៅកាន់អំណាចខ្មែរស្លាប់ហើយយើងបាត់បង់ទឹកដីហើយបរទេសមានលេសចូលមកហើយឥឡូវគឺសៀមបាញ់អាកាស៊ីណូហ្នឹងបងគេចង់បានលេសគេថាគេមកកំទេចចោលបាញ់មកកប៉ាល់ហោះអាដ្រូនបាញ់មកឃើញឆេះមនុស្សរត់ពួកបរទេស 120000 នាក់ដែលគេបង្ខំឲ្យធ្វើការណារត់ឆ្លេឆ្លាឆោឡោពួកតម្លាក់ក៏បែកអាពួកចោលថាទេឯងនៅធ្វើការអញនៅកំចេញទៅណាតម្លាក់ក៏បែកវិញដល់វាឆាក់ទ្វាវាបាញ់គ្នាវាទៅវាចេញរត់អត្តតែអញ្ចឹងបើថារឿងនេះរឿងធំណារឿងចោលគឺធំជាងរឿងព្រំដែនទៀតអញ្ចឹងបានហ៊ុនសែនមានរឿងពីរម្ដងទៀតណាត្រូវនិយាយឲ្យខ្មែរណាស្ទើរតែអង្វរហ៊ុនសែនថាបើហ៊ុនសែនឯងណាស្រឡាញ់ជាតិតែបន្តិចណាបើហ៊ុនសែនឯងអាណិតខ្មែរតែបន្តិចណាហ៊ុនសែនឯងចោះចេញទៅដើម្បីឲ្យខ្មែរមានតំណាងដែលស័ក្តិសមអនុវត្តសូមឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសអានឹងរឿងហ៊ុនសែនឯងអត់ចង់បានកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកអនុវត្តនឹងរឿងផ្ទាល់ខ្លួនទេប៉ុន្តែបើអាណិតខ្មែរណាសូមឲ្យគេអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅបើហ៊ុនសែនមិនចង់ហ៊ុនសែនឯងចេញទៅណាទៅប៉ុន្តែឲ្យមានរដ្ឋាភិបាលឲ្យមានតំណាងប្រទេសកម្ពុជាសូមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងរួចខ្លួនមួយហើយរួចខ្លួនទី2ហ៊ុនសែនឯងចុះចេញទៅបើហ៊ុនសែនឯងនៅកាន់អំណាចណាគេមើលឃើញថាស្រុកខ្មែរជាស្រុកចោលដឹកនាំដោយចោលអត់មាននរណាមកជួយចោលទេហើយយើងចង់ឲ្យបរទេសអន្តរជាតិមកជួយយើងប៉ុន្តែគេអត់មកទេព្រោះមកជួយយើងដោយជួយចោលព្រោះមកជួយហ៊ុនសែនឯងឲ្យហ៊ុនសែនឯងកាន់អំណាចតទៀតហ្នឹងអញ្ចឹងគេអត់មកទេអញ្ចឹងខ្ញុំនិយាយបញ្ចប់ទៅណា